ông sầm đánh từ tam này sai sẵn mình men cất từ lẹ bong mà mục thế miền lẹ của miền nào bầm màu vô bên của miền cả hấp ở đây tăng lái trôi từ tu xua của ông thả bo bật của ông đó chìm ràn sẽ cái đây sọc rồi bo buộc nhom của ông này nơi cột gòn thế này để miền ở đây miền bờ pôn miền câu này nhẹ nhảy nè ta vì miền bờ man ta thường mấy bàn sẽ cái đây sọc năngประพุทธศาสนาយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាចតារិអ៊ីម៉ានិកហបតយោកហិសុខានិអដ្ឋិសុខាងភូកៈសុខាងអននៈសុខាងអនវិជ្ជៈសុខាងមនាលកហបដីទាំងឡាយសេចក្តីសុខរបស់ក្រហោះអ្នកដែលនៅគ្រប់គ្រងផ្ទះសម្បែងមាន4ទី1អដ្ឋិសុខព្រោះមានទ្រព្យសម្បត្តិទឹកអត់មានទ្រព្យសម្បត្តិមិនសុខទេឥឡូវនេះថ្លៃទឹកថ្លៃភ្លើងថ្លៃម្ហូបថ្លៃមហាស្អីបន្តិចក៏គេទាលុយដែរចេញទៅផ្សារតែអត់លុយមុខក្រៀមណានឹងថាទិញស្អីបានបើដូច្នេះទី1ត្រូវមានទ្រព្យទី2អដ្ឋិសុខព្រោះបានណាទី2បរិភោគៈសុខព្រោះបានចាយទ្រព្យបើមានទ្រព្យហើយកាន់បជីសងខាងរដ្ឋបတ်ដោយគេថាຕົកស្រីប្តីកាន់លុយណាຕົកប្រុសប្រពន្ធកាន់លុយវិញពិបាកសុំគ្នាទៅវិញទៅមកឯងរកចូលធូរណាស់សុំតែ500ដូចកោះកំណប់ញើបបាក់យកអីក៏ពិបាកហើយតែពិបាកទៅពិបាកមកក៏អត់សុខដែរបើអញ្ចឹងមានទ្រព្យហើយរិះធម្មមិនហ៊ានចាយក៏អត់សុខទី3ហៅថាអននៈសុខពីព្រោះការមិនជាពាក់បំណុលគេហើយបើជាពាក់បំណុលគេវ័នក៏មិនហ៊ានចេញពីផ្ទះទៀតតែចេញទៅគេទាលុយទៅរហូតណាថ្លៃធនាគារណាថ្លៃខ្ចីគេណាជាពាក់គេបើដូច្នេះតែអត់ជាពាក់បំណុលគេបានសុខហើយអាចជាពាក់គេបើឆាប់សមធូរអាយុក្រសមការវាកាន់តែឡើងបើដូច្នេះហើយសុខទី3ហ្នឹងតលកុំជាពាក់បំណុលគេប៉ុន្តែសំណាងញោមអត់មានជាពាក់គេទេណាញោមណាអត់ទេស្រួលហើយអត់មានជាពាក់បំណុលគេអញ្ចឹងมันបានសុខឯសុខទី4អនវិជ្ជៈសុខពីព្រោះការងារប្រចាស់ទុកទោសការងារត្រឹមត្រូវមានន័យថាប្រាសចាកទោសគឺអត់ការងារខុសច្បាប់ទេបើការងារយើងខុសច្បាប់នឹងអាល័យតភ័យខ្លាចប៉ូលីសតាមតន់ឲ្យទៅលឺឆ្កែព្រុសបន្តិចដេញលេងលក់ឲ្យអញប៉ូលីសមកទេក៏មិនដឹងទេម្លោះឲ្យទៅណាមកណាភ្នែកនៅកញ្ចង់កអត់សบายទេព្រោះការងារយើងវាខុសច្បាប់អាហ្នឹងអត់សុខដែរបានព្រះអង្គបញ្ជាក់ថាដើម្បីជាគរាវាសនេះរស់នៅបានសុខតលតែបំពេញប្រយោជន៍បច្ចុប្បន្នសិនដែលគេហៅថាទិដ្ឋធម្មិកថាប្រយោជន៍ឃើញផ្ទាល់ភ្នែក4យ៉ាងអញ្ចឹងឯងបានអាត្មាថាមិនមែនព្រះអង្គសម្ដែងឲ្យតែលះទេសម្ដែងឲ្យប្រមូលហ្នឹងគឺត្រង់ថាទី1លោកហៅថាឧទ្ធានសម្បទាគឺឲ្យយើងប្រឹងរកទ្រព្យសម្បត្តិប្រឹងស្វែងរកកុំឲ្យត្អូញថាព្រឹកពេកល្ងាពេកក្តៅពេកត្រជាក់ពេកតន់កម្លាំងនៅមានរកឲ្យហើយតែចាស់ទៅរកលែងបានសល់ទ្រព្យនឹងខ្លះទុកសងថ្លៃពេទ្យល្មមតែអស់ទ្រព្យនឹងស្លាប់ល្មមគ្មានសល់អីទេអ្នកមានទ្រព្យច្រើនឈឺកាន់តែយូរអ្នកមានទ្រព្យតិចឈឺឆាប់ស្លាប់អ្នកមានច្រើនមែនទេដឹកទៅដល់សិង្ហបុរីទៅដល់ថៃឲ្យឆាប់ចាយលុយឆាប់អស់ដល់ទៅអស់លុយស្លាប់ល្មមអញ្ចឹងបើជីវិតនឹងកើតមកលើដីនឹងរកស៊ីទ្រព្យសម្បត្តិសពបែបយ៉ាងទុកសម្រាប់តែឲ្យជីវិតនឹងជូនដំណើរវាទៅវិញតែប៉ុណ្ណឹងទេបើមិនឆ្លៀតធ្វើបន់ខ្លះមានទ្រព្យប្រមាណទីបំផុតម្ចាស់គេយកវិញទាំងអស់ណាម្ចាស់វាដីនឹងឯងព្រោះយើងកើតមកលើដីយើងជារបស់ដីយើងដោះដើមក្រូចយើងថាក្រូចយើងដោះដើមខ្វាត់យើងប៉ុន្តែយើងមកកើតលើដីយើងរបស់ដីដែរទីទៀតដីវាយកទាំងយើងនឹងដែរញោមញាតិពុទ្ធបរិស័ទនៃទី1ឧទ្ធានសម្បទាព្រះអង្គឲ្យប្រឹងរដល់ទៅទី2លោកថាអរិយកសម្បទាឲ្យប្រឹងថែរក្សាបើបានមកឲ្យមិនថែរក្សាគេខ្ចីបាត់បង់ទៅវិញអស់ក៏អត់សុខអត់ចម្រើនទី3កល្យាណមិត្តតាសែបគប់ខុសអស់ទ្រព្យអលិញសពថ្ងៃនេះអ្នកខ្លះតសែបគប់ខុសគេបបួលយើងទៅប៉ាវចេញលុយឲ្យគេបបួលយើងទៅកាស៊ីណូអស់លុយគេបច្ចេះយើងឲ្យលក់ដីគេបច្ចេះយើងឲ្យលក់ផ្ទះចេះតែលក់តាមគេតែគេថាទៅទិញដីឯនោះត្រូវប៉ាន់លក់ចុះលក់ឡើងទិញចុះទិញឡើងទិញឡានទិញអីចឡើងធ្លាក់អណ្ដាតទៅទេខាតទាំងអស់អាដីទិញមកក៏លក់មិនដាច់អារបស់យើងស្រួលមិនស្រួលទីបំផុតលក់ចុះលក់ឡើងខ្លួនយើងជាម្ចាស់ដីคล้ายទៅជាកម្មករធ្វើការឲ្យគេនៅលើដីខ្លួនឯងអាដីពីមុនមកយើងម្ចាស់ដីហ្នឹងទីបំផុតคล้ายជាកម្មករនៅលើដីខ្លួនឯងប្រយ័ត្នរឿងហ្នឹងដែរអញ្ចឹងបានលោកថាឲ្យសែបគប់អ្នកចេះកូននឹងចេះសែបគប់អ្នកដឹងកូននឹងដឹងសែបគប់អ្នករៀនកូននឹងរៀនសែបគប់អ្នករស់ស៊ីកូននឹងរស់ស៊ីហើយតែប្រឡែងបងប្អូនទៅសែបគប់បងតូចបងធំវាទៅហើយសែបគប់អ្នកសារាហើយសែបគប់អ្នកលបែងហើយសែបគប់ចោលមិនខ្លាចជាចោលទេប៉ុន្តែចេះលួចតែម្ដងបើដូច្នេះហើយប្រយ័ត្នអាធរសែបគប់ទី3ឯទី4លោកហៅថាសមៈជីវិតាការចិញ្ចឹមជីវិតកុំឲ្យបាន10ចាយ20បាន20ចាយ40លោកថាអ្នកមានរិទ្ធតែមានព្រោះធ្វើក្ររីឯអ្នកក្ររិទ្ធតែក្រព្រោះធ្វើមានអ្នកល្ងងរិទ្ធតែល្ងងព្រោះធ្វើចេះរីឯអ្នកចេះរិទ្ធតែចេះព្រោះធ្វើល្ងងហើយស្ដាប់យល់អីអត់អ្នកក្ររិទ្ធតែក្រព្រោះធ្វើមានខ្លួនក្រទេប៉ុន្តែខ្ចីលុយគេទិញឡាន
អាទំនើបខ្ចីលុយគេដាក់កប៉ាល់ឲ្យជ្រេចដើរចូលផ្សារទំនើបឲ្យគេថាឯងអ្នកមានដល់ទៅអស់លុយនោះបានអីសងគេអញ្ចឹងអាខ្លួនក្រហើយធ្វើរឹកអ្នកមានវារឹកតែក្រប៉ុន្តែដល់តែគេមានគេចេះរិះថាំគេទៅផ្សារអស់តែ 20000 ទេគេទិញមកបានបន្លែមកប៉ុណ្ណេះសាច់មកប៉ុណ្ណេះមកយួរស្ពីងស្បងមកស្លោហូប10នាក់ឆ្អែតអត់អស់ទេឯងទៅផ្សារម្នាក់ឯងចូលអង្គុយឆ្អែចាក់ថ្មិញនឹងជើងអាដេញចាំខ្នល់លឹងរាប់ម៉ោងនៅនោះឲ្យតែតុកគេអង្គុយមិនបានទេហើយគិតទៅអស់10 200000តែម្នាក់ឯងហើយដល់តែគេចេះគេទៅតែម្នាក់គេទិញឯងទៅអស់តែ 20000 យកមកស្លោហូប10នាក់ឯងអស់ 20000 ឆ្អែតតែម្នាក់ឯងដូច្នេះខាតមកព្រឹកអាឡែងនឹងអង្គុយចាក់ថ្មិញខ្ញុំខានក្អីគេនោះដូច្នេះទៅបានថាអ្នកក្ររឹតតែក្រអ្នកមានរឹតតែមានអ្នកក្ររឹតតែក្រព្រោះតែពីធ្វើរឹកមានរីឯអ្នកមានរឹតតែមានព្រោះធ្វើរឹកក្រអ្នកប្រាជ្ញរៀបរាប់មកត្រូវម៉ាច់តែហ្មងប៉ុន្តែមានពាក្យមួយទៀតបុរាណគេថាឲ្យត្រាប់ណែប្រើត្រាប់កុកសាប់កុំត្រាប់កុកសឲ្យត្រាប់អាស័យលោកកុំត្រាប់មេស្នាយកត្រៀងអានឹងមិនបកស្រាយទេទុកឲ្យអាចារ្យបងថ្ងៃក្រោយអ្នកល្ងងរឹតតែល្ងងព្រោះធ្វើចេះរីឯអ្នកចេះរឹតតែចេះព្រោះធ្វើល្ងងយើងចំណាំមើលយើងចេះបណ្ណាដល់យើងចូលចំណោមយើងក៏ធ្វើអ្នកចេះយើងធ្វើឆ្ងល់អង្គុយស្ដាប់គេធ្វើសួរគេសួរអាគេចេះល្មមគេបញ្យល់យើងអស់គេបញ្យល់ប្រាប់យើងខ្ទេចអស់យើងកាន់តែចេះខ្លាំងប៉ុន្តែដល់តែយើងអត់ចេះសោះនឹងយើងទៅធ្វើឯងអ្នកចេះគេនិយាយប្រឡោះណាមកក៏ដឹងដែរបើរឿងនយោបាយវិញបាច់អូយស្ទឹងប៉ុន្តែរៀនតែបាក់ដប់មិនចោលផងប៉ុន្តែនិយាយពីចេះនោះចេះលើសរៀនទៅទៀតអាគេរៀនដល់ថ្នាក់អនុបណ្ឌិតថ្នាក់បរិញ្ញាបត្រថ្នាក់បណ្ឌិតអង្គុយតែស្ងៀមឯងរៀនមិនចប់បាក់ដប់នឹងនិយាយពីហូបែកពពុះមាត់ហ្នឹងស្អីក៏ចេះឲ្យទៅលើកឡើងមកបាច់ប្រពៃណីប្រវត្តិសាស្ត្រហើយបើនិយាយពីធម៌វិញតែយ៉ាងកេញសុលបញ្ចប់ផងប៉ុន្តែនិយាយពីវែកអាចារ្យនេះខុសចេះលោកនោះខុសចេះចុះនោះអាហ្នឹងបានគេថារឹតតែល្ងងគ្មានគ្រូអាចារ្យណាព្រៀនបដៅទេដូច្នេះហើយវាអត់មានគេហ៊ានបរៀនទេគេនិយាយណែនាំមិនតិចហាកុំបាច់មកប្រាប់ខ្ញុំលាងតគូតឯងឲ្យស្អាតទៅកុំមកលាងគូតគេលោកមិនចោះទេបដៅមិនតាមអញ្ចឹងគេលែងប្រាប់គេលែងតាមចំណេះនោះអត់រីកចម្រើនទេប៉ុន្តែបើអ្នកចេះឲ្យដើរតួធានៈល្ងងសួរគេខ្ទេចសួរគេតាំងពីអាម៉ាស៊ីនម៉ូតូហ្នឹងគេបើកអាម៉េចអាអំភ្លីនេះគេបើកអាម៉េចហើយចុះអានោះគេបន្ថយអាម៉េចគេបញ្យល់យើងចេះខ្ទេចកាន់តែចេះខ្លាំងខ្ញុំណាអញ្ចឹងបានគេថាសមៈជីវិតាលោកឲ្យបែងចែកទ្រព្យសម្បត្តិនេះចាយឲ្យមានខ្ទង់លោកថា4ផ្នែក1ភាគ4 1ភាគ4 1ភាគ4មកផ្នែកសងបំណុលចាស់អ៊ីនាងទាំងមិអ៊ីនាងមញ្ចាមិហើយមិនថាអត់ជាពាក់បំណុលគេទេឥឡូវប្រពុតថាឲ្យសងបំណុលចាស់មកផ្នែកសងបំណុលចាស់មកផ្នែកយកទៅបលបំណុលថ្មីធ្វើតែកែខ្លួនឯងម្ដងផ្នែកទី2ផ្នែកទី3យកទៅបោះចោលក្នុងជ្រោះផ្នែកទី4ក៏ទុកជាកំណត់ព្រេងអានឹងចាយទ្រព្យក្នុងពុទ្ធសាសនាលោកថា4ផ្នែកហ្នឹងផ្នែកទី1សងបំណុលចាស់បានដល់អីចិញ្ចឹមម៉ែឪគាត់ចាស់ហើយគាត់ទៅរកអីលែងបានហើយអញ្ចឹងបែងមួយផ្នែកមកចិញ្ចឹមគាត់ផងថាតោនេសង្ឃរេសាមិពីមុនគាត់ធ្លាប់ចិញ្ចឹមយើងឥឡូវដល់យើងចិញ្ចឹមគាត់កិច្ចចាំងនេសង្ឃរេសាមិបើគាត់មានរវល់កិច្ចអីផ្អាកកិច្ចការងារយើងមកជួយកិច្ចការងារគាត់គាត់លវាងសង្ឃតបេសាមិប្រតិបត្តិថែរក្សាពូជពងវងតកូលកម្អោយធ្លាក់ចុះគាត់ធ្លាប់មានជំនឿគោរពអញ្ចឹងយើងកាន់តាមទាយាជាងបដិបជាមិគេអកដែលគាត់ធ្លាប់ចែកឲ្យយើងកុំកំភ្លេចបំផ្លាញបង្ហាញបង្ហើយអស់អីទុកអនុស្សាវរីយ៍ផងអ្នកខ្លះគាត់នៅស្នាមជើងម៉ែឪក៏គេព្រៀងទុកថ្វាយអង្គមដែរគេមិនលក់ខ្ទេចគេម៉ែទេហើយនេះគាត់នៅរស់ចុះបើមេត្តាបៃតាស្លាប់ទៅគេថាតេខេណាំងអនុបទេសសាមិឲ្យធ្វើបុណ្យទៅឲ្យផងអញ្ចឹងតួនាទីនេះមាន2សម្រាប់អ្នកនៅរស់យើងចាំគាត់សម្រាប់អ្នកដែលស្លាប់ទៅធ្វើបុណ្យឲ្យគាត់នេះសងបំណុលចាស់ឯបលបំណុលថ្មីកូនដែលកើតមកហើយកូនប្រពន្ធទីប្រមាណក៏ដោយប្រពន្ធទី1ក៏ដោយប្រពន្ធទី2ក៏ដោយប្រពន្ធលួចលាក់ក៏ដោយបើគ្នាកើតមកហើយត្រូវបែងលុយទៅចាំគ្នាផងបើគ្នាអត់ទាន់មានមុខលបអត់ទាន់ចេះរកស៊ីអីទេចឹងហើយបលបំណុលថ្មីបានដល់ចាំកូនគ្នានៅតូចហើយបោះចុះក្នុងជ្រោះជ្រៅបានដល់ជ្រោះណាអាចជ្រោះមួយនឹងជ្រៅជាងជ្រោះពេញនិលទៀតអានឹងនៅក្រោមច្រមុះដាក់ដៃលើច្រមុះអូសចុះក្រោមស្ទាបមើលរៀងថតលោកមើលអានឹងឯងជ្រោះជ្រៅបំពេញមួយថ្ងៃ3ដងលោកហើយពេញបានតែមួយផ្លែតបន្តិចស្វិតទៅវិញអស់អានឹងតំណងគេមានរុនផ្លូវចេញទៅឯណាទេក៏មិនដឹងបានជាដាក់ទៅវាមិនចេះពេញសោះសរុបសេចក្តីបានដល់ការចិញ្ចឹមខ្លួនយើងឥឡូវយើងនៅដើរបាននៅហឺហាអត់អីទេហើយចាំមើលតែយើងធ្វើអីលែងកើតតើអត់មានទ្រព្យវីវរហើយពេទ្យណាញោមបើយើងមានលុយច្រើនរៀងហឺហាបែបរាក់ទាក់យើងស្រួលណាបើថារៀងខោអាវអីទៅជំរាបសួរអញញ័រហ្នឹងនិយាយទៅជាយើងមិនសូវស្រួលដែរណាជួនកាលទៅគេទទួលរាក់ទាក់ដែរប៉ុន្តែមើលទៅដូចជាសំដែងទេមិនសូវចាញ់ពីបេះដូងទេណាប៉ុន្តែបើយើងនៅរៀងហឺហាដឹកម៉ែឪទៅរៀងលុយជិះឡានហោះមកទទួលជំរាបសួរយើងដូច្នេះអារឿងលុយកាក់នេះតលតែយើងមានស្រួលដែរបានគេរាប់អានមិត្តភ័ក្ដិក៏អញ្ចឹងដែរញោមចំណាំមើលបើយើងនឹងមានលុយច្រើនសបោមិត្តភ័ក្ដិណា
ថ្ងៃអាសៀមតនេះឡើងពេញផ្ទះយើងរត់ស្គមតរត់ទ្រមតធំស្ពេត្រូវាយឲ្យទៅហឹងពេញនឹងឯងហើយដល់ពេលយើងអស់លុយយើងមានភ័យអសន្នស្បត់គ្មានពីណាមកសោះកើតទុកតែម្នាក់ឯងអញ្ចឹងអាមានលុយគេចិត្តរាប់អានជាងអត់លុយណាញោមហើយបើនិយាយអាត្មាមិនសូវដឹងទេឮគេថាដែរគេថាប្រុសក៏អញ្ចឹងដែរបើចង់ដើរហឺហាឲ្យតែមានលុយច្រើនខ្វះទេស្រីតាមតែបើថាអត់លុយទេចប់ហើយញោមអើយអញ្ចឹងគេស្រឡាញ់យើងជួនកាលគេស្រឡាញ់លុយយើងណាអញ្ចឹងបានគេថាដូចពាក្យមួយគេនិយាយលេងស្រឡាញ់មាសបងណាមិនមែនស្រឡាញ់បងទេស្រឡាញ់មាសបងណាញោមញាតិពុទ្ធបរិស័ទចឹងហើយនៃទី3នេះគឺសម្រាប់ចាយវាយខ្លួនឯងឯនៃទី4កប់ទុកជាកំណប់ព្រេងមិនថាតែប្រពុតទេញោមហើយកប់ជាកំណប់ព្រេងនេះបានដល់ការធ្វើបុណ្យការដើរចាយវាយក្នុងសង្គមការកសាងអនុស្សាវរីយ៍សម្រាប់ផែនដីមិនថាតែប្រពុតទេសូម្បីអ្នកប្រាជ្ញធំយ៉ាងដោយលោក Steve Jobs ដោយលោក Einstein ឬក៏ដូចជាលោក Newton សិតតែអ្នកប្រាជ្ញល្បីចេញទ្រឹស្ដីដោយព្រះចុងក្រោយមកលោក Steve Jobs ថាលោកមានលុយរាប់លានដុល្លារដែលគេទទួលស្គាល់ថាលោកជាអ្នកមានជ័យជំនះលើមុខចំនួនប៉ុន្តែទីបំផុតដេកលើគ្រែរងចាំស្លាប់គ្មានលុយឯណាមកជួយយើងបានទេអត់មានជួលគេស្លាប់ជំនួសបានទេត្រូវទៅទេបើមិនធ្វើអីសម្រាប់មនុស្សជាតិសោះលុយនឹងទៅនៅដៃអ្នកផ្សេងឯខ្លួនឯងទៅទេញោមមើលឃើញដែរអញ្ចឹងបានលោកថាមុននឹងស្លាប់ទៅគួរតែកសាងសមិទ្ធិផ្សេងទុកសម្រាប់មនុស្សជំនាន់ក្រោយលើផែនដីនេះខ្លះដើរលេងខ្លះយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារខ្លះអ្នកមានទ្រឹស្ដីអញ្ចឹងលោក Einstein ក៏អញ្ចឹងហើយលោក Newton ក៏អញ្ចឹងមិនថាតែព្រះទេអ្នកប្រាជ្ញធំក៏ចេញទ្រឹស្ដីដូចគ្នាអញ្ចឹងហើយបើមានលុយមានកាក់កប់ទុកជាកំណប់ព្រេងខ្លះអានឹងបានល្អកុំឲ្យដូចគេថាតាមួយមានប្រពន្ធ4ណាញោមតាហ្នឹងមិនមែននៅស្រុកហ្នឹងទេនៅស្រុកណោបើសិនជាស្រុកហ្នឹងមានប្រពន្ធ4ដែរអីមិនមែនអាត្មាថាឲ្យទេថាឲ្យអ្នកផ្សេងទេកុំលេះខ្លួនតាហ្នឹងមានប្រពន្ធ4ស្រឡាញ់អាប្រពន្ធទី4ហ្នឹងខ្លាំងជាងគេអាហ្នឹងស្អាតហើយក្មេងលហកហើយនិយាយពីងូតទឹកលាបដោះក្អែលដាក់ម្សៅអុយ3អុយកយ៉ុងទីនម៉ាស្ការ៉ាអីណាហំហានលាបប្រេងលាបអីឲ្យស្រួលបួលស្រាប់តែគាត់បបួលស្រឡាញ់ខ្ញុំអត់រាល់ថ្ងៃខ្ញុំស្រឡាញ់បងតាខ្លាំងណាស់ហ៊ានលះបង់អ្វីសពយ៉ាងគឺស្រឡាញ់បងឯងនឹងខ្លាំងមែនក៏អីថាមែនខ្ញុំចាស់ហើយចេះតែឈឺប្រុងតែស្លាប់ឥឡូវបើស្រឡាញ់គ្នាមែនស្លាប់ទៅជាមួយគ្នាទៅកើតជាតិថ្មីប្តីប្រពន្ធជាមួយគ្នាទៀតអត់ទេខ្ញុំនៅក្មេងជាងតាឯងតែឯងស្លាប់ទៅមុនចុះខ្ញុំមិនទៅជាមួយទេអស់សង្ឃឹមឯងស្រឡាញ់ឯងទៅពេលមានលុយមានកាក់ដល់ឯងចាស់ប្រពន្ធស្លាប់អត់ព្រមទៅប្រពន្ធប្រពន្ធទី3ស្រឡាញ់ខ្ញុំមិនអត់ស្រឡាញ់បងតាខ្លាំងណាស់សពថ្ងៃនេះគឺថាស្រឡាញ់បងតាពេញបេះដូងមែនក៏អីមែនណាបើស្រឡាញ់ខ្ញុំមែនអញ្ចឹងខ្ញុំចាស់ហើយចិត្តស្លាប់ហើយយើងស្លាប់ទៅជាមួយគ្នាទៅដើម្បីកើតជាតិថ្មីជាប្តីប្រពន្ធបកើតជាមួយគ្នាទៀតអត់ទេខ្ញុំនៅក្មេងតែឯងស្លាប់ទៅខ្ញុំយកប្តីទៀតខ្ញុំនៅក្មេងអាចយកប្តីទៀតបានតានោះអស់សង្ឃឹមតែមកហេឯងស្លាប់ទៅគេទៅយកប្តីទៀតបើអញ្ចឹងទៅលួងប្រពន្ធទី2ស្រឡាញ់ខ្ញុំមិនអត់ស្រឡាញ់ខ្លាំងណាស់លើសពីកែវភ្នែកខ្លួនឯងទៀតរាល់ថ្ងៃនេះហ៊ានលះបង់សពយ៉ាងដើម្បីបងតានឹងឯងហើយបើស្រឡាញ់បងតាខ្លាំងអញ្ចឹងបងតាឈឺចិត្តស្លាប់ហើយមកស្លាប់ទៅជាមួយបងតាឯងកើតជាតិថ្មីជាមួយគ្នាប្តីប្រពន្ធទៀតអត់ទេខ្ញុំហែត្រឹមទីប្រឆាខ្ញុំមកវិញហើយខ្ញុំអត់ទៅជាមួយទេតែឯងចូលទីប្រឆាម្នាក់ឯងទៅបើអញ្ចឹងអត់3ប្រពន្ធហើយអត់សង្ឃឹមទៅប្រពន្ធប្រពន្ធទី1ប្រពន្ធដើមម៉ែទុកឪពុកដាក់បបួលថារាល់ថ្ងៃស្រឡាញ់ខ្ញុំអត់លោកឲ្យលោកសាពះក្បាលដល់ខ្នើយមានម៉ែឪអង្គុយក្បាលកទេលតាំងពីម៉ែឪទុកឪពុកដាក់មកទោះបីប្តីនឹងទៅជាឆ្កែជាឆ្មាក៏នៅតែប្តីខ្ញុំទោះបីប្តីនឹងពីការពីរាឈឺស្កាត់តែមិនក៏នៅតែប្តីខ្ញុំដែរមិនលះបង់ទេព្រោះម៉ែទុកឪពុកដាក់ស្មោះស្ម័គ្រតាំងពីដើមមកហើយវាជាប្តីខ្ញុំមកហ៊ានលះបង់សពយ៉ាងចិញ្ចាក់ពីតកូលមកប្របាសនុកជាមួយឯងតាំងពីដើមមកហើយស្ម័គ្រស្មោះជាមួយអត់ស្លាប់ទាំងពីរនាក់ទៅមានអីសុខចិត្តតាបាននឹកថាអូគ្មានពីណាស្មោះជាងប្រពន្ធដើមអញទេអើយប្រពន្ធដើមអញម៉ែទុកឪពុកដាក់ល្អមែនអញ្ចឹងបានប្រពន្ធដើមមួយយោមអាប្រពន្ធចុងហ្នឹងណាគេអាទី4ហ្នឹងរូបរាងកាយយើងនេះដែលខំងូតទឹកលាបលាងសាប៊ូឲ្យវាលាបប្រេងលាបម្សៅលាបប្រេងកាឡាប្រេងខ្យល់ម៉ងតលអាសប្រូស្រវ៉ាសលលាបផងខែផងលាបផងលេគ្រាន់តែសបកឡើងកន្លះអាទេសនេះហើយយើងស្រឡាញ់វាណាស់ទីបំផុតបានដៃអាចារ្យភ្លុកដុតឲ្យខៃអត់ទៅជាមួយយើងទេឃើញដែររូបរាងកាយយើងហ្នឹងប្រពន្ធទី4អាហ្នឹងណាវាអត់ទៅជាមួយយើងទេវាទៅជាមួយអាចារ្យភ្លុកដុតចោលខ្ទេចយើងទៅតែឯងហើយប្រពន្ធទី3ដែលគេថាឲ្យតែយើងស្លាប់ទៅងាងគេយកប្តីមួយទៀតណាគេរាល់ថ្ងៃជៀនយើងណាញោម60ឆ្នាំទៀតនៅដៃអ្នកផ្សេងហើយរាល់ថ្ងៃខ្សែកយើងណាញោម50ឆ្នាំទៀតទៅតោមកអ្នកផ្សេងហើយ
ឥឡូវនេះកវល់យើងហ្នឹងតិចទៀតទៅនៅតិចគេហើយខ្សែដៃយើង50-60ឆ្នាំទៀតទៅនៅដៃអ្នកផ្សេងហើយរបស់ដែលយើងមានទាំងអស់រាល់ថ្ងៃហ្នឹងយ៉ាងយូរបំផុត50-60ឆ្នាំទៀតវាទៅនៅជាមួយម្ចាស់ផ្សេងទាំងអស់វាមានប្តីថ្មីបាទអញ្ចឹងទ្រព្យសម្បត្តិរបស់យើងហ្នឹងប្រពន្ធទី3ណាហ្នឹងណាប្រពន្ធទី3ឲ្យតែយើងស្លាប់ព្រោះងាងវាទៅយកប្តីថ្មីទៅនៅមួយម្ចាស់ថ្មីដែរញោមណាឲ្យអាប្រពន្ធទី2គេហែយើងត្រឹមតែទីប្រឆាគេមកវិញគឺញាតិទាំងអស់ហ្នឹងវាពីណាទៅជាមួយទេញាតិយើងហ្នឹងទៅជូននៅដំណើរយើងត្រឡប់មកវិញឯអ្នកទៅជាមួយយើងប្រពន្ធទី1គឺបុណ្យកុសលដែលយើងកសាងតាំងពីដើមមកណាបានតិចបានច្រើនអាហ្នឹងមានបុណ្យកុសលតាមហ្នឹងហើយកើតមកសពថ្ងៃមានមាសមានពេជ្រមានលុយមានកាក់មែនប៉ុន្តែយកទៅអត់បានទេចាយវាយសុកស្រួលហើយតលលីធ្វើបន់ផងកុំឲ្យធ្វេសប្រហែសដោយអានន្តសែថីជាតិនឹងអ្នកមានណាញោមគេប្រមូលធ្វើសិលមិនធ្វើទៀនមិនធ្វើស្រាប់តែខ្លួនឯងបដៅកូនមិនឲ្យធ្វើបន់ទៀតដល់តែខ្លួនស្លាប់ទៅកើតជាអ្នកសុំទៀនគេមកសុំដល់អាទ្រព្យសម្បត្តិខ្លួនឯងហ្នឹងគេមិនបានឲ្យហើយគេវាយអូសបោះចោលលើកំណរសម្រាមទៀតញោមមើលហើយទ្រព្យណាទ្រព្យខ្លួនឯងសោះជាតិមុនប៉ុន្តែជាតិនេះកើតជាអ្នកសុំទៀនគេចូលមកកូនខ្លួនឯងអ្នកវាយឲ្យអ្នកបំរើវាយអូសបោះលើកំណរសម្រាមទៀតប៉ុន្តែបែកការត្រង់តាណាត្រង់ប្រពុតយើងមកបំភ្លឺថានឹងអនន្តសែថីហើយឲ្យក្មេងនឹងងូតទឹកហូបបាយចាចចង្អុលកំណប់5កន្លែងដែលគាត់កប់ទុកកោះឡើងមកវិញបានគេថាអូលោកសេដ្ឋីចាប់ជាតិវិញមែនច្បាស់លាស់ណាស់ត្រង់កោះកំណប់បានមកវិញអញ្ចឹងបានគេជឿថាអូមនុស្សយើងស្លាប់ទៅពិតជាកើតទៀតមែននៅព្រាតនៅសាវត្ថីសាសនាពុទ្ធផ្សាយមកក្រោយផងស្រាប់តែគេជឿព្រឹបដោយសារមានផោះតាំងអញ្ចឹងណាញោមអនន្តសែថីមកធ្វើឲ្យមនុស្សជឿសាសនាមែនតែហ្មងព្រោះកោះកំណប់បានមកវិញមានសេដ្ឋីមួយបកែខាងជេគេជេប្រសក់ជេប្រសងជេអាចារ្យជេដូនជីដល់តែស្លាប់ទៅកើតជាឆ្កែនឹងផ្ទះខ្លួនឯងប្រពុតមកបិណ្ឌបាតទៅព្រុសជេប្រពុតទៀតប្រពុតចោលមុខឆ្កែនឹងថាណែលោកសេដ្ឋីពីជាតិមុនជេតថាគតខ្លាំងហើយបានមកកើតជាឆ្កែហើយឥឡូវជេទៀតហើយទៅអបជ័យឆ្កែនឹងងាកមើលខ្លួនឯងអូអញជាឆ្កែមែនអញស្មានថាអញសេដ្ឋីដដែលទៀននឹងប្រពុតរត់ប្រូចទៅវិញបាត់ទៅបាននឹកថាអូមនុស្សយើងទោះបីមានទ្រព្យបណ្ណាក៏ដោយបើមិនចេះច្នៃរកសេចក្តីសុខទេតែយើងស្លាប់ទៅវាទៅជារបស់គេទាំងអស់ណាញោមណាអ្នកអាមេរិកអ្នកបារាំងអ្នកអូស្ត្រាលីគេចូលចិត្តធ្វើអញ្ចេះបើជាគ្រូបើជាសាស្ត្រាចារ្យបើជាអ្នកដឹកនាំធំគេធ្វើបណ្ណាល័យមួយហើយដល់ពេលគេចិត្តស្លាប់ទៅគេប្រមូលទ្រព្យសម្បត្តិគេយកទៅដាក់នៅនំរួមទាំងសភៅបិចគេធ្លាប់រៀនប្រមាណយកទៅដាក់នៅនំទុកឲ្យអ្នកក្រោយទៅរៀនបើគេមិនធ្វើអញ្ចឹងក៏គេស្លាប់ចោលដែរដល់គេធ្វើបណ្ណាល័យគេដាក់ឈ្មោះគេថាបណ្ណាល័យនេះបោះតែចោចបោះតែចឹកអីចឹងទៅហើយគាត់ស្លាប់ទៅប្រមូលរបស់តែចឹកតែចោចយកមកដាក់ពេញទាំងទាំងអស់ទុកឲ្យគេអ្នកក្រោយរៀនបានថាឲ្យមួយយ៉ាងដែរអាត្មាប្រហែលជាធ្វើអញ្ចឹងដែរមើលទៅសភៅច្រើនណាស់ហើយស្លាប់ទៅធ្វើមុននឹងស្លាប់ទៅឲ្យគេធ្វើបណ្ណាល័យប្រមូលសភៅអាត្មាដាក់ទុកឲ្យគេរៀនដែរប៉ុន្តែមិនទាន់ស្លាប់ឥឡូវទេអត់ចង់ទេញោមហើយនិយាយត្រង់តែហ្មងចំណាស់ប៉ុណ្ណេះលែងចង់ស្លាប់បាត់ហ្នឹងអស់ជួលែងចង់ស្លាប់ហើយឃើញគេស្លាប់ឃើញគេតែងមានស្អាតតែមិនក៏ដោយញោមមួយគ្មានចង់អីបន្តិចទេអាណាមកអួតថាមាននេះស្អាតមកឈុះនោះល្អក្បាច់អីក្បាច់ទៅលោកខ្ជិលអត់ចង់ទេប៉ុន្តែយើងមិនចង់អាមិនក៏ដោយក៏កិច្ចមិនផុតដែរញោមណាបើវាកិច្ចមិនផុតទេយើងកុំតដើមចាស់ទុកឲ្យតាមលេខរៀងទៅចោលតាមលេខរៀងអាត្មាសុំតយូជាងគេបាននិយាយពីការមិនបានដាំពូជទុកនឹងវិសាខាបយលឪពុកខ្លួនឯងឡើងភ្លឺភ្នែកតែងហ្មងឪពុកខ្លួនឯងខាងឪពុកក្មេកនឹងគ្មានចេះធ្វើបុណ្យអីទាំងអស់អត់មានជឿពុទ្ធសាសនាអីមិនតិចទេវិសាខាទៅដល់ផ្ទះនោះមិនដែលធ្វើបុណ្យទានហើយទៅប្រើវិសាខាឲ្យទៅថ្វាយអង្គមពួកអាជីវៈពួកសាសនាអាចារ្យដែលសាសនាអត់មានខោអាវវិសាខាមិនគោរពមិនថ្វាយអង្គមទេពួកអានោះខឹងណែលោកសេដ្ឋីខ្វះស្រីណាស់ទៅយកស្រីកូនចៅសាមណៈគោដុំមកធ្វើកូនប្រសាពួកអស់នឹងអត់ល្អទេដេញចេញទៅហេនាងនឹងស្អាតដាច់គេណាបញ្ញពិតកល្យាណីស្អាតដាច់គេអញ្ចឹងពួកអាជីវៈនិងពួកអាចារ្យជាប់គំនុំនឹងវិសាខាសែបគប់ជាមួយនឹងជីតានាំឲ្យមកស្ដាប់លោកមកស្ដាប់ព្រះបានខ្លាយជាមនុស្សល្អដោយសារធម៌សែបគប់នឹងឯងពេលនេះលោកមកបិណ្ឌបាតរាល់ថ្ងៃមិនដែលដាក់ចង្ហាន់លោកទេឪពុកមិនដែលធ្វើបុណ្យស្រាប់តែលោកមកបិណ្ឌបាតនៅពីមុខផ្ទះវិសាខាចេញមកពាក់កដាលកន្លែងមើលលោកឃើញកន្លែងមើលឪពុកឃើញឪពុកកំពុងទៅហូបបាយវិសាខាស្រែកប្រាប់លោកថាលោកម្ចាស់ហើយអត់តាន់ទេទៅកន្លែងផ្សេងទៀតទៅឪពុកខ្ញុំព្រះអង្គអាឡ័យបរិភោគអាហារចាស់តែគុណម្ចាស់ហើយអត់តាន់ទេឪពុកខ្ញុំព្រះអង្គអាឡ័យបរិភោគគេចាស់អាឡ័យបរិភោគអាហារចាស់ថាតែ2 3ដងឪនឹងដកដៃចេញពីចានសម្លឹងមើលមុខហ្មងនាងនេះអាក្រក់ថាអញបរិភោគអាហារចាស់ហើយអាហារចាស់ហ្នឹងអីគេអាហារទៅលេបចូលទៅមិញអាហ្នឹងអាហារថ្មីដល់ពេលនៅមួយថ្ងៃពីរចេញមកវិញគេហៅអាហារចាស់អញ្ចឹងអាហារចាស់ហ្នឹងអីគេអាហារចាស់ហ្នឹងអីគេនោះហើយដល់ថាពុកបរិភោគអាហារចាស់នាងហ្នឹងខឹងថាអ្នកឪហ្នឹងខឹងហ្មងអីថាឪបរិភោគអាហារចាស់តែបើយើងនិយាយសាមញ្ញថាហ៊ានថាឪបរិភោគអាចលោកនោះខឹងហ្មងបដិញនឹងទៅផ្ទះវិញវិសាខាថាដេញឲ្យខ្ញុំទៅផ្ទះ
កាលពីមកដល់ដំបងឪពុកខ្ញុំថាបើមានការអីមុននឹងបដិញឲ្យកដុំពី8នាក់ជំរះសិននោះហើយកដុំពីមកជំរះកដុំពីមកថាម៉េចបានជានាងថាឲ្យឪពុកក្មេកបរិភោគអាហារចាស់របស់ចាស់គេចាស់អញ្ចឹងបានវិសាខាថាខ្ញុំមិនមែនមើលងាយថាពុកបរិភោគអាហារចាស់នឹងបរិភោគម៉ូតលាមួកឬក៏អាហារសល់អីទេប៉ុន្តែយើងរាល់ថ្ងៃហ្នឹងណាកើតមកមានទ្រព្យសម្បត្តិជាសេដ្ឋីប៉ុណ្ណឹងណាដោយសារបនចាស់វាជួយអ្នកដតីក៏គេចង់មានដូចយើងក៏គេចង់ឡើងជាសេដ្ឋីដែរប៉ុន្តែគេមិនបានឡើងមកដោយសារគេខ្វះបនមិនមែនថាគេសិតតែខ្ជិលទេគេប្រឹងធ្វើការតាំងពីព្រលឹមកប់ប្រលប់ដូចតែគ្នាហ្នឹងប៉ុន្តែវាមិនមានបានតែមករួចខ្លួនឯយើងមានជាងគេឡើងជាសេដ្ឋីមកពីយើងមានបនចាស់ជួយបានជាសេដ្ឋីប៉ុណ្ណឹងហើយប៉ុន្តែលោកឪពុករាល់ថ្ងៃហ្នឹងអត់ទាន់ធ្វើបនថ្មីទេហូបតាបនចាស់ហ្នឹងឲ្យជាមើលតែអស់បនទៅស្លាប់ពីនេះទៅអាចទៅជាអ្នកក្រទៅជាអ្នកសុំទានគេឬក៏ទៅជាសត្វដេរឆានម្ដងហើយទៅនរកប្រែតវិញម្ដងហើយព្រោះយើងលែងបានកើតមកមនុស្សហើយព្រោះអត់បានធ្វើបនថ្មីទៀតផងតែហ្នឹងហើយបានជាខ្ញុំថាលោកឪពុកបរិភោគតែបនចាស់ហ្នឹងគឺបរិភោគតែរបស់ចាស់ហ្នឹងគឺបនចាស់ហ្នឹងឯងកដុំពីថាមានខុសឲ្យនាងថាត្រូវតាល្អតាត្រូវហើយនាងថាត្រូវឪពុកថាទោះជាត្រូវក៏អញមិនឲ្យនៅដែរកូនអីយប់ប្រលប់ចុះដីស្រីអីចុះដីយប់វិសាខាថាគ្រាន់តែសេះគោមពេលយើងរាប់ម៉ឺនក្បាលយប់ឡើងវាសម្រាលកូនយើងជាម្ចាស់ទ្រព្យបើយើងមិនចោះទៅមើលថែវាវាជន់ងាប់កូនចៅវាមិនខាតណាមិនខាតយើងអញ្ចឹងចោះទៅមើលសត្វធាតុវាសម្រាលកូនមានតែខុសអីទ្រព្យសម្បត្តិយើងថាក៏ដល់ពីថាត្រូវទៀតឪពុកថាត្រូវក៏អញមកឲ្យនៅដែរកូននឹងវាមានអាចកំបាំងមិនដឹងខ្សឹបអីទេជាមួយឪវាអង្កាលមកឮថាកុំឲ្យភ្លើងទៅអ្នកចិត្តខាងកុំឲ្យអ្នកចិត្តខាងសុំភ្លើងអាម៉េចណោះហើយអាណាដែលនៅក្នុងសង្គមជាមួយគ្នាគេអត់ភ្លើងគ្រាន់តែសុំភ្លើងផងមិនឲ្យហើយយើងត្រូវការទៅសុំភ្លើងគេក៏មិនឲ្យទៅសុំដែរអីក៏ចិត្តអាក្រក់ម្ល៉េះអាម៉េចនាងមានអាចកំបាំងអីបានវិសាខាថាគ្មានអាចកំបាំងអីទេឪពុកខ្ញុំព្រះអង្គចង់និយាយអញ្ចេះទេកុំឲ្យកូននឹងនាំភ្លើងក្នុងចេញក្រៅកុំឲ្យនាំភ្លើងក្រៅមកចូលក្នុងគឺកុំឲ្យយករឿងក្នុងគ្រួសារទៅផ្សព្វផ្សាយខាងក្រៅកុំយករឿងគេនិយាយដើមពុកម៉ែឪខាងក្រៅយកមកចាក់ចុចខាងក្នុងអុចទៅអុចមកវាកើតចំនួនកាន់តែធំរឿងណាល្មមបញ្ចប់ទៅកុំមាត់តទៀតទៅស្ងាត់ទៅវាអាក្រក់ខឹងតែមួយឆាវវាល្អវិញហើយចាហើយមួយទៀតឲ្យដល់បកុលគួរឲ្យមិនឲ្យដល់បកុលមិនគួរឲ្យនឹងឲ្យដល់បកុលគួរឲ្យខ្លះមិនគួរឲ្យខ្លះអានឹងមានន័យថាមនុស្សខ្លះខ្ចីអូយខ្ចីមិនដែលសងទេអានឹងល្មមឈប់ឲ្យខ្ចីទៅខ្ចីមិនដែលសងហើយអាខ្ចីច្រើនជាងគេហ្នឹងខានឲ្យម្ដងអាក្រក់ត្មងនិយាយដើមមកលើកបើកកាយឯងទាំងអស់ខ្ចីឯង100ដងអត់មានប្រសើរអីបន្តិចអាខានឲ្យតែម្ដងហ្នឹងនិយាយដើមបរោយចាអញ្ចឹងវាមិនត្រឹមតែមិនមានប្រយោជន៍ហើយនិយាយដើមយើងទៀតអញ្ចឹងបានថាបើអ្នកណាគ្នាខ្វះខាតមែនតល់ច្រកមែនគ្នាសងវិញទេខ្ចីមួយផ្លែតសង្គ្រោះគ្នាទៅឲ្យទៅហើយអ្នកខ្លះចាស់ជាកំសត់ទូរគតហើយមិនបាច់ចាំសុំទាពីគេទេឲ្យទៅជូនគាត់ទៅកុំឲ្យយើងនឹងកើតទៅជាពិការពរាខ្វាន់ខ្វងដូចគេអញ្ចឹងណាឲ្យទៅហើយមួយទៀតអង្គុយដោយស្រួលបរិភោគដោយស្រួលដេកឲ្យស្រួលមានន័យថាមុននឹងដេកខ្លួនឯងមើលម៉ែឪផងមូខាំអីអត់មានកន្ទេលខ្នើយអីអត់ស្រួលខ្លួនអីអត់កុំគិតតែព្រឹបចូលបន្ទប់បាត់អត់មើលម៉ែឪឆ្ងាញ់មាត់ចឹងដែរពេលហូបឆ្ងាញ់មើលម៉ែមើលឪផងបានហូបហើយនៅសុខស្រួលដែរសុខភាពគាត់អាម៉េចអង្គុយទៅណាអាចបង្រើម្ដាយក្មេកឪពុកក្មេកឃើញអាចបង្រើប្តីឃើញហើយមួយទៀតរសាភ្លើងលើផ្ទះរសាទេវតាលើផ្ទះរសាព្រះក្នុងផ្ទះមានន័យថាម៉ែឪនឹងជាព្រះលើផ្ទះហើយថែអាសាភ្នក់ភ្លើងប្រយ័ត្នមាត់ប្រយ័ត្នកប្រយ័ត្នសម្ដីដូចភ្លើងអញ្ចឹងនៅលើផ្ទះមិនប្រយ័ត្នឆេះជាងផ្ទះឆេះផ្ទះហើយបើប្រយ័ត្នភ្លើងមានប្រយោជន៍ឲ្យយើងដែរយ៉ាងណាមិញតំណោះទាស់នៅលើផ្ទះជួនកាលមកពីអាទប់សម្ដីមិនបាននឹងឲ្យតែប្រកែលអ៊ូច្រើនទាស់គ្នាញោមបើប្រកែអត់ធ្មត់បានអត់សូវទាស់ម្លោះឲ្យថែអាសាការពារព្រះនៅលើផ្ទះម៉ែឲ្យគោរពបប្រតិបត្តិទេវតាលើផ្ទះគ្រួសារនឹងសុខចម្រុងចម្រើនចេះទេណាស់ហើយខ្ញុំគ្មានពេលបកស្រាយទៀតទេខ្ញុំលាឪទៅផ្ទះខ្ញុំវិញហើយឪពុកគាត់ថាទេកូនកុំទៅកូនល្អណាស់ស្ដាប់និយាយមកកូនល្អមិនងាយរកបានពេលល្អយ៉ាងហ្នឹងកូនកុំទៅចោលឪនៅហ្នឹងឯងកូនខ្ញុំមិននៅទេពូជនេះមិនចេះធ្វើបន់ទេខ្ញុំមិននៅទេហេកូនឯងចង់ធ្វើបន់ធ្វើប្រមាណដែរឲ្យកូនឯងនៅកូនឯងធ្វើចុះមែនទេពុកមែនថាកូនឯងចង់ធ្វើបន់ធ្វើចុះឲ្យតែកូនឯងនៅមែនក៏អីមែនឮតែប៉ុណ្ណឹងវិសាខាទៅវត្តនិមន្តលោកឲ្យអស់ពីវត្តមកហ្មងក៏ហមព្រៀតពេញផ្ទះឪនេះប្រហោងពោះខ្លងអញហើយតែមួយអង្គអញមិនដែលហ៊ានដាក់បាតផងឥឡូវមកក៏ហមពឹសយ៉ាងនេះថានៅទ្រព្យសម្បត្តិអញឲ្យតែយ៉ាងនេះប៉ុន្តែឥឡូវខកមាត់ជាមួយគេទៅហើយថាក៏មិនកើតអាជីវកបាំងវាំងននចិត្ត2 3ជាន់ឲ្យអាណាថាឲ្យសេដ្ឋីនឹងចូលក្នុងបន្ទប់បាំងឲ្យចិត្តកុំបាច់ចេញទៅជួបព្រះកុំចេញទៅជួបលោកដល់ព្រះអង្គមកពិខុសង្ឃមកលោកសំដែងធម៌វាលឺក្នុងតិចគាត់កើតជាមនុស្សរស់រៀនមានជីវិតប្រប៉ុណ្ណេះដោយសារបុណ្យចាស់ពីមុនមកដោយសារបានទ្រព្យសម្បត្តិពីមុនមកឥឡូវនេះមិនធ្វើអីសោះក៏គង់តែស្លាប់ទៅវិញហើយបើសិនជាស្លាប់ទៅមិនបានធ្វើបុណ្យអីសោះទ្រព្យសម្បត្តិនឹងទៅដល់ដៃអ្នកផ្សេងខ្លួនឯងនឹងទៅទេជីវិតនេះគ្មានអីទីពឹងទ្រព្យសម្បត្តិគ្មានអីទីពឹងទេគាត់ស្ដាប់កាន់តែយល់ភ្លឺច្បាស់អញចិត្តស្លាប់ហើយអញមិនដែលធ្វើបុណ្យអីមែនថ្ងៃណាមួយស្លាប់ព្រោះអាការស្លាប់មិនទៀងវាព្រោះទៅវាខិតឲ្យចិត្តវាំងននខិតឲ្យចិត្តឡើងពិតទៅវាំងនននឹងព្រោះទៅទ្រាំបានបើកវាំងននឲ្យក្បាលមកហ្មង
អត់ក្បាលមកចេញមកថ្លឹកចេញមកថ្វាយអង្គមព្រះតម្ងព្រះអង្គឲ្យយល់ហើយព្រះអង្គយល់ធម៌ហើយចឹងថ្វាយអង្គមព្រះអង្គសំជាឧបាសកអង្គគេដែរចាប់ពីថ្ងៃហ្នឹងទៅធ្វើឧបាសកស្ទុះទៅឲ្យពិសាខាហៅពិសាខាថាម៉ែតែមិនបានហៅកូនភាសាថាម៉ែថាដូចម៉ែចឹងអាឪនេះគ្មានដឹងអីទេបានកូនមកបំភ្លឺឥឡូវច្បាស់តែងចេះធ្វើបន់ដឹងគុណដឹងទោសដោយសារកូនមកបំភ្លឺណែចឹងបានវិសាខានាំអាចធ្វើបច្ច័យ4មុនគេហ្នឹងឥឡូវយើងដឹងគុណមេត្តាបិតាគេហៅថាកតញ្ញូដឹងគុណមេត្តាបិតាមាន3ទី1និច្ចកតញ្ញូអ្នកនៅពង្រើម៉ែឪជានិច្ចបានបន់ច្រើនរាប់មិនអស់ប៉ុន្តែម៉ែឪជេរច្រើនជាងគេត្រូវមាត់ក៏ច្រើនជាងគេល្អូក៏ច្រើនជាងគេហើយតែខឹងកូននៅចិត្តទៅសើតែកូននៅឆ្ងាយយ៉ាងដែលមកអានឹងល្អអានៅចិត្តបាយទឹកព្រឹកល្ងាចនឹងល្អូដាក់ហើយប៉ុន្តែអ្នកនិច្ចកតញ្ញូបានបន់ច្រើនជាងគេទី2កាលកតញ្ញូម្ដងមកកាលមានន័យថាកូនចៅនៅឆ្ងាយដែលគ្នាអត់មានពេលមកចឹងមកម្ដងមកកាលដូចជាខែចូលឆ្នាំភ្ជុំបិណ្ឌអាចារ្យថាហេមន្តរដូវវសន្តរដូវហៅយូរទៅហេមន្តវសន្តរដូវហៅយូរទៅឬតែខែមន្តសន្តរដូវអាហ្នឹងមានន័យថាខែចូលឆ្នាំភ្ជុំបិណ្ឌញោមមកអាហ្នឹងកតញ្ញូម្ដងមកកាលប៉ុន្តែមកកតញ្ញូផងទិញបាយទឹកនំចំណីផ្លែឈើជូនម៉ែឪផងចាំទៅជួបលៀងញោមណាកុំឲ្យមកដល់គ្រាន់តែជួបម៉ែមួយផ្លែទៅបាត់ម៉ែណាខំទៅទិញដូរសម្ភារៈល្អកាលមកកូនជូនបានផ្លែឈើមកកញ្ចប់លុយ 50000 ឲ្យពរកូនឲ្យហូររួចទៅមិត្តភក្តិគេសញ្ញោទៅបាត់ម៉ែនឹងដាំស្លទិញអាឆ្ងាញ់អា 50000 នឹងលែងក្រឲ្យថែមលុយគាត់ទៀត2 3ថ្ងៃតម្រាំទៅវិញអស់លុយមិនស្ទើរទេឃើញកូនមកជុំហៅគ្នាជុំមកមុនលោកបាំងស្គូលឲ្យជុំគ្នាសូត្រមុនឲ្យជុំគ្នាម្ដងមកបាំងស្គូលហៅកូនប្អូនបាត់កូនបងហៅកូនបងបាត់កូនប្អូនទៅរកអាចារ្យជាថាគាត់នៅ4រោងទៀតថ្ងៃហ្នឹងហើយលោកនោះថានៅ3រោងទៀតបើអញ្ចឹងមិនបាច់ចាំទេសូត្រតែយាយតា2នាក់ទៅអាដែលទៅវត្តក៏មិនបានបាំងស្គូលឯផ្ទះក៏មិនបានបាំងស្គូលស្អែកដល់ថ្ងៃត្រឡប់ទៅវិញបាត់ឥឡូវទៅមិត្តភក្តិប៉ាវទៅនេះមួយថ្ងៃដល់ទៅយាយតានេះបាស្រូវជង្រុកកិនកថែមឲ្យ2បាវទៅទៀតគេទៅបាត់ទៅបបួលតាយាយទៅសែងក្រែពីក្រមដើមស្វាយក្រោយផ្ទះយកមកទុកវិញកាន់ថងដើររើសបកកំប៉ុងបាន2បាវទុកដោយអេតចាយហើយបើយ៉ាងនំមិនទៅណាញោមបើអញ្ចឹងបានថាកាលកតញ្ញូមកម្ដងមកកាលធ្វើបន់គាត់ផងសំទៅដើរលេងហើយដល់ថ្ងៃនេះកតញ្ញូទី3គេហៅថាបកាសនៈកតញ្ញូគឺដាក់មេក្រូប្រកាសអញ្ជើញឲ្យទេវតាណាធ្វើបន់ថ្ងៃហ្នឹងដូចគ្នាតែហៅមិនទាន់អាចារ្យនេះហៅទេវតាមកនេះទាំងអស់មិនដែលតិចទេហៅឲ្យទាំងអស់តាំងពីទេវតានៅឋានសួគ៌ឋានព្រំនៅកហែងមេឃកហែងដីកលៀតព្រៃណាក៏ហៅដែរអត់គិតចែកទេវតាទៅគេខ្លះទេហៅមកនឹងទាំងអស់ហ្នឹងឯងអញ្ចឹងទេវតាមកចូលរួមដើម្បីដឹងឮថាកូនចៅគេមានធម៌កតញ្ញូហើយគេប្រកាសគុណម៉ែឪគេហើយគេសុំខមាទោសនេះគេហៅថាបកាសនៈកតញ្ញូគឺធ្វើបន់អញ្ចឹងញោមមកគេថាដឹងគុណម៉ែឪគ្រាន់តែជូនបាយទឹកនំចំណីត្រីសាច់គក់ច្បាច់អស់អញរំកិញចិត្តប៉ុណ្ណេះគេមិនទាន់ហៅសងគុណទេគេហៅត្រឹមតែតបគុណនេះចុះបើចង់សងគុណធ្វើម៉េចតើតែធ្វើឲ្យមេត្តាបិតាមានសទ្ធាមានសីលៈចក្ខៈបញ្ញាពុទ្ធថាយោចក្ខោភិក្ខវេមេត្តាបិតាអសទ្ធាសម្បតិយសមាតបេតេនិវេទេបតថាបេតេថាចឹងថាมีភិក្ខុទាំងឡាយកូនប្រុសស្រីណាម្ដាយឪពុកមិនទាន់មានសទ្ធាមិនទាន់មានសិលមិនទាន់មានចក្ខៈមិនទាន់មានបញ្ញាញ៉ាំងគាត់ឲ្យមានសទ្ធាមានសីលៈចក្ខៈបញ្ញានឹងបានគេហៅសងគុណញ៉ាំងឲ្យមានសទ្ធាមានបញ្ញាត្រង់ណានិមន្តប្រសងមកសម្ដែងធម៌ទេសនាអញ្ជើញអាចារ្យមកបញ្យល់ធម៌ឲ្យគាត់មានសទ្ធាមានបញ្ញាញ៉ាំងគាត់ឲ្យមានសិលត្រង់ណានិមន្តប្រសងមកឲ្យគាត់សមាទានសិលឬក៏ថ្ងៃសិលប្រឡែងគាត់ទៅលែងឲ្យមើលចៅមួយថ្ងៃទៅឲ្យគាត់ទៅវត្តឬក៏គាត់ទៅលែងរួចទៅដឹកលោកមកឲ្យសិលមួយថ្ងៃទៅអញ្ចឹងណាអានឹងញ៉ាំងគាត់ឲ្យមានសិលញ៉ាំងគាត់ឲ្យមានចក្ខៈត្រង់ណារបស់របរបច្ច័យ4ចង់ធ្វើឲ្យម៉ែឪយកមកជូនម៉ែឪឲ្យអស់តែមកមិនបាច់ធ្វើខ្លួនឯងទេឲ្យខ្លាចជារបស់គាត់ទៅគាត់អ្នកធ្វើវិញអញ្ចឹងទៅគាត់មានរបស់ស្អាតគាត់យកទៅចាក់គេអាយអញ្ចឹងប្រយ័ត្នតែយើងធ្វើខ្លួនយើងប្រយ័ត្នតែសំកសៈទេមារួចលោកលើកដាក់ធុកទៅអស់ហើយបនទៅម៉ែភួយកចាស់អាដែលខ្នើយកចាស់កដាលកទេលកចាស់អាដែលធ្វើបនចម្រើនបញ្ជនជូនម៉ែរួចហើយបច្ច័យ4ជូនម៉ែប៉ុន្តែមានបានម៉ែបានលោកអស់លីងបើអញ្ចឹងជូនមកម៉ែអស់មកបើគាត់ទុកប្រើទៅបើគាត់ធ្វើបនអានឹងជាសទ្ធារបស់គាត់ធ្វើបន្តទៅទៀតទៅញ៉ាំងគាត់ឲ្យមានចាកៈដូច្នេះមានបញ្ញាមានចាកៈមានសីលៈមានសទ្ធាតំណឹងបានគេហៅសងគុណវាខុសគ្នាមិនញោមខុសតង់តែនេះតបគុណហូបបានតែមួយថ្ងៃពីរហ្នឹងប៉ុន្តែអាចទៅនរកទៅប្រែតអត់ចំណីអាហារហើយបើសងគុណឲ្យគាត់ហូបបានរាល់ជាតិតែម្ដងឲ្យគាត់ចេះធ្វើបុណ្យហ្នឹងគាត់បានជាមនុស្សទេវតាបានហូបរាល់ជាតិបានគេហៅសងគុណកុំឲ្យដោយលោកតាពេជ្រសុខាស្មូតខែភ្ជុំបិណ្ឌណាថាម៉ែឪរស់នៅប្រឹងព្រោះកូនដល់តែសូនជីវិតបាត់សង្ឃៈមិនបានមកកើតជាមនុស្សទេវតាអនិច្ចាហើយនាំឲ្យទៅកើតជាប្រែតបាក់ពោះកាហេតុអត់អាហារវិលមករកកូនដើរយំបោកខ្លួនក្បែរវិហារពីវត្តមួយទៅវត្តមួយដើររកកូនឯកូនឯនោះអាឡ័យទៅដើរលោឡាជេរគេពីពេញផ្លូវគ្មានទៅវត្តគ្មានទៅបាំងស្គូលអីសោះម្ល៉េះឲ្យខ្មោចឪពុកដល់ថ្ងៃយំបបាល់គៀងប្រមូលទៅវិញទាំងពោះទៅទេចាអញ្ចឹងបានថាសំណោះខ្លួនអញនៅរស់ប្រឹងព្រោះកូនដល់ស្លាប់កូនគេមិនធ្វើឲ្យសំណោះអញ្ចឹងណាញោមណា
ចឹងបានយើងទាំងអស់គ្នានឹងនឹកឃើញថាប្រយ័ត្នការឆ្ងាញ់មាត់តែមួយថ្ងៃពីរដល់ទៅនរកប្រែតអញ្ចឹងឲ្យគាត់មានសទ្ធាមានសិលគាត់នឹងបានកើតជាមនុស្សទេវតាតែម្ដងបានគេហៅថាបកាសនៈកតញ្ញូដាក់មេក្រូប្រកាសក្នុងកម្មវិធីប៉ុនហ្នឹងឥឡូវអាត្មាសួរញោមញាតិម្ដងសម្ដែងតែម្នាក់ឯងអស់48នាទីហើយហត់ដែរដល់វគ្គញោមញាតិជួយសម្ដែងអាត្មាជាពិសេសកូនចៅម្ចាស់ប៉ុនចាំជួយឆ្លើយមិនបាញ់មិញយើងនិយាយពីបំណុលរួចហើយថាអត់មានជាពាក់បំណុលគេទេឥឡូវចង់សួរញោមញាតិឆ្លើយលេងមកបើឆ្លើយត្រូវជូនពិន្ទុ2លានតាំងពីកើតមកទល់ប៉ុណ្ណេះស្លៀកសពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់តាំងតែធ្វើឲ្យឆ្អេះតាំងតែធ្វើឲ្យលហែកសុំជួយឆ្លើយអស់ប្រមាណអស់10កាផ្លេអត់ដឹងទេអត់រាប់មិនអស់ចុះបើយើងជាពាក់លុយគេ10000យើងសងប្រមាណសង10000រួចគ្នាជាពាក់20000សង20000រួចគ្នាចុះបើជាពាក់លុយគេអត់ដឹងសងប្រមាណអត់ដឹងសងអត់ដឹងចុះបើជាពាក់សពុតខោអាវម៉ែដល់ថ្នាក់អត់ដឹងប្រមាណផងឥឡូវសងគាត់ប្រមាណឲ្យរួចគ្នានេះហើយសងមិនដឹងប្រមាណទេតែនឹងក្នុងធម៌លោកហៅថាចៃវរៈបច្ច័យអាសពុតខោអាវហ្នឹងអញ្ចឹងកូនជាពាក់ចៃវរៈបច្ច័យម៉ែឪដល់ថ្នាក់មិនដឹងចំនួនមិនដឹងសងប្រមាណទេឥឡូវសួរមួយទៀតក្រែងលោសងរួចញោមមកឲ្យតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់គិតជាងកអស់ប្រមាណកំប៉ុងសូមជួយឆ្លើយអត់ដឹងទៀតដែរអីក៏ដូចអាត្មាម្លេះអាត្មាក៏អត់ដឹងដែរអត់ដឹងអស់ប្រមាណទេអត់ដឹងអស់ប្រមាណដូចគ្នានេះហូបបាយម៉ែអត់ដឹងអស់អង្គប្រមាណទេម៉ែរលុយរកកាក់មកចែកឲ្យកូនយកទៅរៀនយកទៅសូត្ររាល់ថ្ងៃអត់ដែលគិតទាមកវិញទេប៉ុន្តែឥឡូវនេះម៉ែខ្ចីកូនគាត់ទុកគាត់ទុកខ្ញុំណាគាត់ទុកម៉ែជាពាក់ខ្ញុំ30000ហើយម៉ែ20000ហើយជាពាក់ខ្ញុំប៉ុន្តែកាលពីម៉ែឲ្យមុនតែម៉ែអត់ដែលគាត់ទុកទេណាហើយពីមុនម៉ែបាននំបានអីយកមកផ្ញើកូនប៉ុន្តែដល់កូនឥឡូវនេះបើបានអីមកផ្ញើម៉ែតលសល់ពីកូនគេណាគេបានទៅកូនគេមុនសិនតលសល់ពីអូនមីអូនណាបានយកទៅម៉ែបានណាខ្ញុំណាដូច្នេះហើយជាពាក់ម៉ែឪគ្រាន់តែបាយនឹងសងមិនរួចតែនឹងក្នុងធម៌គេឲ្យឈ្មោះថាបណ្ណបាតបច្ច័យអញ្ចឹងយើងជាពាក់បណ្ណបាតបច្ច័យម៉ែមួយទៀតដែរឥឡូវមួយទៀតក្រែងសងរួចញោមនិយាយឲ្យត្រង់កុំខ្មាស់អៀនណាតាំងពីកើតមកទល់ប៉ុណ្ណេះតើដេកកទេលខ្នើយភួយមុខម៉ែតាំងអាធ្វើឲ្យលហាយតាំងអាធ្វើឲ្យឆ្អេះអស់ប្រមាណកាផ្លេម្នាក់ហើយអត់ដឹងទៀតកាន់តែដូចអាត្មាដូចបេះបិទអាត្មាក៏មិនដឹងដែររឹកធំណាស់នៅពីក្មេងញោមអីរឹកធំជាងញោមទៀតឈឺបត់ដៃបត់ជើងល្មមអីមិនដែលប្រាប់ពីណាទេបាញ់ដាក់តែហ្មងដែរអាកទេលហ្នឹងទឹកឡើងគេយកទៅលាងហាលឲ្យព្រាតជើងកាលខោអាវគេថ្មីជ្រើងគេលើកពណ៌ហ្នឹងយ៉ាងកេញជ្រុចទឹកដាក់គេផ្លែតអញ្ចឹងហើយជាពាក់ម៉ែឪកទេលខ្នើយភួយមុងក្រែពុកអីហ្នឹងលហែកផងប្រឡាក់ផងឆ្អែឆ្អាផងអត់ដឹងចំនួនអាតាហ្នឹងយើងជាពាក់សេនាសនៈបច្ច័យមួយទៀតហើយជាពាក់ម៉ែឪដល់ថ្នាក់សងមិនរួចព្រោះយើងអត់ដឹងចំនួនឥឡូវមួយទៀតប្រហែលដឹងណាញោមណាមើលនិយាយឲ្យត្រង់តាំងពីកើតមកហូបក្រែមកៃម៉ែអស់ប្រមាណដុំទឹកកកប្រមាណកែវលេបថ្នាំអស់ប្រមាណគ្រាប់ហើយបើរាប់ទៅជាសរោមវិញប្រមាណថ្លោកបើចាក់វិញប្រមាណមជុលសូមជួយប្រាប់មកអត់ដឹងទៀតសិតតែអត់ដឹងទាំងអស់អាត្មាក៏អត់ដឹងដែរបើអត់ដឹងដូចគ្នាអញ្ចឹងក្នុងបាលីគេហៅថាគិលានភេសជ្ជៈបច្ច័យហើយចឹងយើងរាប់ទៅឃើញមាន4ណាគ្រឿងស្លៀកពាក់ចៃវរៈបច្ច័យគ្រឿងហូបចុកបណ្ណបាតបច្ច័យគ្រឿងដេកគ្រឿងនៅសេនាសនៈបច្ច័យគ្រឿងថ្នាំពេទ្យគិលានភេសជ្ជៈបច្ច័យអាទាំង4ហ្នឹងគេហៅអីគេអាទាំង4ហ្នឹងគេហៅអីគេហៅបច្ច័យ4អញ្ចឹងកូនចៅជាពាក់បច្ច័យ4ណាពាក់បច្ច័យ4ម៉ែឪអត់ចម្លែកទេចឹងហើយបានគេសងគុណម៉ែឪត្រូវធ្វើបច្ច័យ4ជូនម៉ែឪកុំឲ្យអ្នកខ្លះថាធ្វើប៉ុនបច្ច័យ4ជូនម៉ែឪនឹងបានប្រយោជន៍អីបើម៉ែឪនៅរស់ហ្នឹងម៉ែឪនៅរស់យើងនេះជាពាក់បច្ច័យ4ឬរាប់មិញហ្នឹងរបស់ហ្នឹងបច្ច័យ4ហើយរស់ចិញ្ចឹមកូនដោយសារបច្ច័យ4ហ្នឹងឥឡូវជាពាក់ម៉ែឪបានគេត្រូវធ្វើបច្ច័យ4សងគាត់វិញហ្នឹងណាញោមណាអាហ្នឹងតន់គាត់នៅរស់សងគាត់ឲ្យហើយអញ្ចឹងយើងធ្វើប៉ុនទៅព្រោះយើងរាប់ចំនួនឲ្យស្មើគ្នាវាមិនស្មើទេប្រកាសទេផ្ដាប្រកាសប្រអិនប្រព្រំញោមញាតមកកូនចៅគេធ្វើរួចហើយអញ្ចឹងលែងជាពាក់គាត់ទេព្រោះយើងបានធ្វើបច្ច័យ4សងគាត់ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោតអេវ៉ាំងចតបបច្ចយៈទាយកោសុខੰវត្តតិតាស្មាទានំសយំពេប្រវត្តិតាពាំងអានិសងកូនធ្វើបច្ច័យ4ជូនម៉ែឪនេះរមែងបានបច្ច័យ4នឹងមកកូនវិញប្រើប្រាស់មិនខ្វះតាំងពីជាតិនេះទៅតែមកកូនសបោរបស់ទាំង4ហ្នឹងសបោចៃវរៈសបោស្លៀកពាក់សបោបាយទឹកសបោនឹងតាំងពីជាតិហ្នឹងតទៅមុខដូចកើតមកនៅភូមិសបោហ្នឹងទៀតអញ្ចឹងវាសិតតែសបោទាំងអស់ណាញោមណាដូច្នេះញោមញាតហើយបច្ច័យ4កុំច្រឡំថា4អង្គកុំច្រឡំថា4វត្តកុំច្រឡំថា4កញ្ចប់គឺរបស់4មុខមិនហ្នឹងឯងបច្ច័យ4គឺរបស់4មុខយើងរស់ដោយសារបច្ច័យ4របស់ណារបស់ម៉ែឪបានក្នុងការដឹងគុណគេធ្វើបច្ច័យ4មួយសងគុណម៉ែឪឥ
ឥឡូវនិយាយដោយខ្លីទៅថា4យើងសងមិនអស់ទេណាញោមណាឥឡូវសុំសួរមួយទៀតសរុបហ្មងញោមចាំជួយឆ្លើយអាត្មាបើឆ្លើយត្រូវជូនបន្ទុកឡើង3លានណាញោមតាំងពីកើតមកទល់ប៉ុណ្ណេះម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ដោះក្អែលឲ្យប្រមាណដងម្នាក់ហើយដោះកន្លែងណាខ្លះសុំឆ្លើយ100ដងហ៎អត់ទេរាប់មិនអស់ដឹងថាដោះគ្រប់កន្លែងតាណាក៏ដោះដែរគេឃើញអស់ហលីងគេស្គាល់អស់ហលីងដែរហើយញោមអើយតាណាក៏គេដោះដែរប៉ុន្តែឧបមាថាបើម៉ែឪដោះក្អែលឲ្យយើង2000ដងចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែ2000ដងស្មើគ្នាហើយយើងនៅតលយូបានស្មើបើអញ្ចឹងគ្រាន់តែងូតទឹកវាមិនស្មើផងជាពាក់គាត់ណាស់បានជាកម្មវិធីបន់ត្រូវដាក់បោះស្បុកលើកអាងូតទឹកនឹងមួយជាគោលឃើញទេបោះស្បុកតំណាងឋានសួគ៌ហែម៉ែឪឡើងបោះស្បុកហ្នឹងតំណាងហែម៉ែឪឡើងឋានសួគ៌មាញ់សិតទេវតាមកជួយហែប៉ុន្តែទេវតានេះគ្មានហោះឲ្យទៅវិញជិះឡានទេវតាមកជួយហែម៉ែឪឡើងឋានសួគ៌ចាក់ទឹកត្រជាក់ឲ្យគាត់បានភាពត្រជាក់ត្រជុំពីថ្ងៃនេះទៅលាងដោយទឹកសុគន្ធវេរីទឹកក្អូបជំរះអំពើបាបក្លិនឆ្អាបក្លិនឆ្អេះដែលគាត់រស់ស៊ីចាំកូនមកក្រែងលោរស់ស៊ីមានកេងមានកັບមានលឹបមានខុងវាយបដកគូតកំប៉ុងបតោងបលើភ្នែកជីងភូតគេកុហកគេបាត់គេមកកាក់មកចាប់មកសេនហ៊ានលក់ដូរប្រក្រតបង្រាស់សត្វទៀតទាំងរត់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃក្រែងអាសត្វនោះវាចងគំនុំចងពៀដាក់ទំនាយម៉ែឪយើងផ្ដាសាម៉ែឪយើងដូច្នេះលាងជំរះអំពើបាបគឺឲ្យបាបឲ្យជ្រះស្រឡះទាំងអស់កុំឲ្យជាប់កម្មជាប់ពីឲ្យគាត់បានសុខសប្បាយក្រែងយើងបានលុយកាក់គាត់ជាប់កម្មពីណាញោមណាចឹងបានគេឲ្យកូនចៅចូលលាងជំរះជានិមិត្តរូបដោះក្អែលសងវិញកាលពីគាត់លាងដោះឲ្យយើងនោះណាញោមណាតែដោះមួយថ្ងៃវល់ល្ងាចដាច់ក្អែលឬដាច់បាបដាច់តែក្អែលទេបាបអត់ដាច់ទេដាច់បាបដាច់ត្រង់ណាតលតំណំគ្នាសុំខមាទោសគាត់ហើយមិនបានជាសុំកូនខ្លះសម្លក់ម៉ែឪស្ដីបដៅសម្លក់ម៉ែឪឲ្យថ្មែកូនខ្លះហ្នឹងធ្វើមុខកញើដាក់ម៉ែឪកូនឲ្យកូនសាលាគេចេញតាំងពីម៉ោង5ហើយកូនឯងមិនក៏ម៉ោង7 8បានមកដល់ផ្ទះចឹងម៉ែនេះវាភ័យខ្លាចឡានវាកិនគ្រោះថ្នាក់ចរាចរណ៍ងាប់រងថ្ងៃឥឡូវដឹងដែរស្ថិតិក្រសួងមហាផ្ទៃ 84%ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង100នាក់84នាក់ហើយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង84នាក់ហ្នឹង72នាក់ហើយអត់មួកសុវត្ថិភាពណាខ្ញុំមិនដែរហើយមិនគោរពច្បាប់បើកលឿនបរោះដូច្នេះហើយម៉ែវាភ័យកូនឯងយប់ម៉ែបានមកមិនដឹងស្អីទេចូលផ្ទះថ្ងៃណាទេសនាថ្ងៃហ្នឹងlạiចុះមកផ្ទះខឹងមួមកធ្វើមុខកញើទៅវិញបានហើយដល់ម៉ែឪស្ដីឋានទិញទៅយើងមុខកញើអត់តន់សុំទូគាត់កម្មពៀកើតមកមុខកញើខ្មៅកញែដោយភ្លើងឆេះគល់ទៅយើងអញ្ចឹងហើយម្លោះឲ្យទៅល្អូមិនដឹងអីទេសែនម៉ែសែនឪបកើតកូនអាក្រក់អីអាក្រក់បកើតអាបងមកស្អាតបកើតឯងមកមុខកញើខ្មៅកញែមើលតែភ្លើងឆេះគល់ទៅយើងអាគាត់នៅសបកលេកន្លះអាទេសហើយនឹងនៅតែមិនស្អាតទៀតអាសែនវិញចង់ឲ្យសែនប៉ុន្តែឯងជាតិមុនមកធ្វើមុខកញើដាក់ម៉ែឪបានគេស្អាតដន់កញើតែម្នាក់ឯងកូនខ្លះសម្លក់ម៉ែសម្លក់ឪអត់តន់សុំទោសគាត់អានឹងកើតមកភ្នែកវាតូចមកខាងធំមកខាងហើយអាមកខាងត្រង់មកខាងវាកែកដើរទៅត្បូងមើលទៅកើតដើរទៅលិចមើលទៅជើងបាញ់មាត់ងាប់ទាដកដើមទ្របងាប់ឲ្យកូនម្ទេសអង្គុយតុកជាមួយគេឃើញសម្លឹងមេដល់ទៅដួសស៊ីកាទៀវចូលតាមផ្លូវបោយដៃហៅសឹកគីឡូភ្នែកមើលអាធុកបើដៃហៅម៉ូតូភ្នែកមើលអាធុកមកអាទាំងពីរឆ្លោះគ្នាគេហៅឯងហៅខ្ញុំហៅខ្ញុំហ៎ភ្នែកមើលមកខ្ញុំហ៎បោះដៃមកខ្ញុំច្បាស់ណាស់ឆ្លោះគ្នាពេញនងទៅគ្នានឹងមកពីអីមកសបុកគេទ្រាំទាំងអស់សលើតែឯងមួយថានឹងកម្មពៀមកពីស្លក់ម៉ែឪអត់តន់សុំទោសហើយអ្នកខ្លះប្រើកូនអ្នកប្រើម៉ែប្រើឪឲ្យមើលកូនទៀតអូអានឹងមកជន់ទៀតហើយរាប់តែខ្លួនឯងមិញនឹងសុំតន់អស់ផងឥឡូវប្រើកូនថែមទៅទៀតឲ្យមើលកូនមើលចៅទៀតអង្ការជាពាក់ខ្លួនឯងត្រឹមតែរាប់តៅទេថែមឲ្យមើលចៅជាពាក់បំណុលឡើងរាប់ខាងហើយបើអញ្ចឹងត្រូវតែធ្វើម៉េចត្រូវតែសុំទោសគាត់បើមិនសុំទោសទេអនាគតទៅខ្លាចកើតជាខ្ញុំពង្រើគេអញ្ចឹងបានគេឲ្យកូនចៅធ្វើបន់ចម្រើនបច្ចុប្បន្នហ្នឹងកុំភ្លេចនាំគ្នាសុំខមាទោសម៉ែឪដល់ម៉ែឪអត់ទោសឲ្យហើយអាហ្នឹងគាត់រួចខ្លួនយើងរួចខ្លួនយើងលែងមានទោសហើយមិនត្រឹមតែរួចខ្លួនគាត់បែរទៅជាជូនពរកូនទៀតអូយម៉ែអឪអណាជូនពរឲ្យកូនរស់ស៊ីមានបានសុខសប្បាយតែប៉ុណ្ណេះប៉កែណាអត់មានដាក់លក់នៅផ្សារអូអាស័យអូឡាំពេចខ្ទេចទាំងផ្សារអេនពរម៉ែពរឪឲ្យកូនរស់ស៊ីមានបានគឺមានបានសុខសាន្តសប្បាយហើយណាញោមណាអញ្ចឹងម៉ែឪអត់ទោសឲ្យសប្បាយហើយកូនចៅខ្លះប្រើម៉ែប្រើឪដែរនោះមិនតាន់សុំទោសអីអាហ្នឹងគិតតែហើយទៅតាន់ម៉ែឪនៅរស់ប្រយ័ត្នតែដួលព្រោះទៅចប់ហើយទៅសុំទោសរុនទៅគីងគឺគ្មានស្ដីរយើងទេអាចារ្យខ្ចប់កណាត់លើកដាក់មកឈូបាត់ហើយអញ្ចឹងតាន់គាត់នៅរស់សុំទោសហើយគាត់អត់ទោសឲ្យយើងញោមណែមាននិយាយម៉ែឪខ្លះគាត់រំភើបគេសុំទោសទៅគេឲ្យពរកូនណាកូនជូនលុយផងជូនខោអាវផងសុំថ្វាយអង្គមឲ្យគ្រប់ទិសទៅជូនទៅអាចារ្យទៅហោះឲ្យពរកូនបន្តិចបើហើយកូនរស់ស៊ីមានបានស៊ីមានបានបែអស់ហើយទៅមកដល់ហើយមិនថានិយាយឡើងចាញ់ឲ្យវាឲ្យទៅឪវាមាត់វារឹងបន្តិច
ពុកត្រេកអរដាក់បានកូនធ្វើល្អជូនពរកូនរស់ស៊ីមានបានអាត្មាដែរអួលដើមកតាមហើយកូនរំភើបគាត់ថាយំមើលអីថារំភើបខ្លាំងណាស់មួយជីវិតហើយឃើញកូនធ្វើអញ្ចឹងទឹកភ្នែកទឹកសបោរំភើបណាស់កូនលេងទិញសិតតែមាសឲ្យទៀតដាក់មាសដាក់ខ្សែកនឹងអាត្មាឃើញហើយគេខ្សឹកថាមិនគាត់ទិញមាសឲ្យម៉ែអញ្ចឹងគាត់ចាស់ហើយទិញកាបូបទិញស្បែកជើងទៅគេថាណែអាកាបូបនឹងវាប្រែននឹងតែ2 3ខែទៀតវាហួសសម័យហើយទិញអាមាសទិញអាពេជ្រនេះដល់កូនណាលេងមកគាត់លក់អាមាសនឹងចាយតែហ្មងវាស្រួលទេគាត់អរំភើបស្រាប់តែយាយម្នាក់នោះយំគេដែរហើយអាត្មាមកសួរថាយាយហើយយំគេដែរនឹងត្រូវជាញាតិឬត្រូវជាអីអត់ទេមានញាតិអីទេតែយំវាសំណោះខ្លួនតាំងពីកើតមកទល់ប៉ុណ្ណេះមិនដែលឃើញកូនណាធ្វើឲ្យដូចគេអញ្ចឹងឯងធ្វើបន់ម្ដងមកយាមហៅវាចូលប្រគិនបបាក់ជាងអូសគល់ឈើទៀតហើយដល់តែឃើញកូនគេចូលមកថ្វាយអង្គមព្រឹបទៅវាសំណោះខ្លួនអញចិត្តមកទៅវិញហើយមិនដែលឃើញកូនណាធ្វើឲ្យយ៉ាអញ្ចឹងបានថាថ្ងៃនេះគ្រួសារគេបានធ្វើឲ្យគេរួចកម្មពីហើយញោមណាហើយគ្រួសារញោមណាប្រើម៉ែប្រើឪឲ្យមើលកូនមើលចៅដែរមិនទាន់ធ្វើនឹងរើសពេលឲ្យហើយទៅញោមអើយប្រយ័ត្នតែគាត់អូនព្រុសទៅនឹងគាត់លែងស្ដីរកយើងហើយអាតាហ្នឹងគេហៅចម្រើនបជនមកបែបឲ្យឈ្មោះថាជីវិតមហាកិច្ចជីវិតមហាកម្មស្រោចទឹកជូនគាត់ជប់លៀងជីវិតគាត់ជូនបាយទឹកនំចំណីជូនរបស់របរគ្រឿងបច្ច័យ4គេឲ្យឈ្មោះថាជីវិតមហាកិច្ចជីវិតមហាកម្មគាត់រំភើបដោយកើតម្ដងទៀតអញ្ចឹងអាយុឡើងវែងទី2និមន្តប្រសង់មកចម្រើនព្រះតរិទ្ធគាត់បានទទួលត្រៃសរណគមទទួលសិលខ្លាយជាកូនចៅព្រះឈ្មោះថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មខ្មោចព្រាយអមនុស្សណាចងពៀនឹងគាត់គេដូរចិត្តហើយគេលែងយកហើយគាត់ខ្លាយជាកូនចៅព្រះហើយទុកឲ្យគាត់រស់តទៀតចុះដែលអាយុវឌ្ឍនកោវាអញ្ចឹងអាយុតែ7ថ្ងៃទៀតត្រូវស្លាប់សោះដោយសារចម្រើនព្រះបរិត្តអាយុឡើង120ព្រោះអ្នកដែលចងពៀវាលែងហ៊ានយកព្រោះយើងខ្លាយជាកូនចៅព្រះទី3គេហៅថាអនុបទានកិច្ចអនុបទានកម្មនៅត្រង់ដាំស្លបបរពពាកភេសជ្ជៈជូនយាយជូនតាប្រគិនប្រសងអាចារ្យឲ្យពិសាទៅឲ្យជីវិតគេរស់ហើយដល់អញ្ចឹងបានអានិសង្សមកជីវិតយើងរស់វិញឧបមាយើងឃើញគេលងទឹកយើងស្រង់គេឃើញគេខ្យល់កយើងស្រង់យើងជួយគេឃើញគេខ្យល់ចាប់យើងជួយគេឃើញគេអត់បាយយើងជួយគេគេរស់ដល់ពេលយើងមានភ័យអាសន្នអន់ក្រស្រុកកើតសង្គ្រាមចម្បាំងរាំងជលចេះតែមានគេមកជួយយើងឲ្យតែមានភ័យអាសន្នមានគេមកជួយយើងរហូតអានឹងហើយគេហៅថាអនុបទានកិច្ចអនុបទានកម្មយើងជួយគេដល់មានភ័យអាសន្នគេជួយយើងឲ្យរស់តទៀតនេះចម្រើនបច្ចុប្បន្នទី3ណាញោមណាឥឡូវកូនចៅបានធ្វើចម្រើនបច្ចុប្បន្ននឹងហើយដែលគេហៅថាអាយុវឌ្ឍនមង្គលហើយម្យ៉ាងទៀតមេត្តាបិតាដែលស្លាប់ទៅក៏កូនចៅនឹងឧទ្ទិសកុសលជូនទៅបំពេញកាតព្វកិច្ចខ្លួនជាកូនល្អកូនណាកាន់តួនាទីបានប៉ុណ្ណេះនឹងខ្លាយជាកូនល្អទេវតានឹងថែអាសាកូននឹងណាញោមណាកូននឹងជាកូនអាយុថ្លៃមិនជាយត់ទេទៅណាក៏សុខសប្បាយរត់ទទួលទានមានបានកើតការវិលគុំបើមានកូនចៅសិតតែកូនចៅល្អមកកើតជាមួយមានកូនភាសាចៅភាសាក៏ល្អមកកើតជាមួយគ្រួសារនឹងមានសុភមង្គលមេត្តាបិតាឧបដ្ឋាននឹងអេតាមង្គលមុតតមង្គគ្រួសារមានសុភមង្គលដោយសារដឹងគុណម៉ែឪធ្វើឲ្យព្រះលើផ្ទះនេះតិចតិជុំគ្រួសារនឹងតិចតិជុំរត់ទទួលទានមានបានសុខសាន្តសប្បាយរហូតសម្រាប់ប្រអិនក៏សុភពីលើមកដែរដូច្នេះទេវតាមានភារកិច្ចនឹងថែរក្សាកូនចៅនឹងឲ្យជួបតែសេចក្តីសុខចម្រើនតទៅលោកឪពុកអ្នកម្ដាយទាំងអស់គ្នាដែលគេចម្រើនបច្ចុប្បន្នជូននឹងក៏សូមឲ្យបានអាយុចាប់ពី120ឡើងទៅដែរកុំឲ្យវិញវ័នអីណាញោមណាឯភ្ញៀវកិត្តិយសទាំងអស់មានមេត្តាបិតាដូនតាម៉ាកងចឹកចែសៅហ៊ីទាអ៊ីពេកៅកងសៅអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទុយទូតតាលិយលាដែលបាក់បែកចែកឋានទៅនោះសូមឲ្យទទួលថាមនុស្សផលកសលផលបនរៀងខ្លួនសោយសម្បត្តិទឹកតាមប្រាថ្នាសូមទេវតាអនុមោទនាផលបនផងហើយនាំតំណែងទៅប្រាប់ដល់បព្វការីជនផងសូមទេវតាអនុមោទនាបនហើយជួយថែអាសាការពារញោមទាំងអស់គ្នាជួយថតរូបថតវីដេអូដាក់ក្នុងក្រាំងមាសក្រាំងប្រាក់ដាក់ផ្ញើទៅសុគតិទេវរាជស្ដេចទេវតាឲ្យចាំចំណាំទុកចាត់ចែងកូនចៅនីតិហ៊ានចុះមកតាមយាមកម្មថែអាសាការពារញោមទាំងអស់គ្នាឲ្យជួបតែសុខចម្រើនទាំងអ្នកម្ចាស់ទានប្រធានបនទាំងភ្ញៀវកិត្តិយសអ្នកមកចូលចាប់អ្នកផលអ្នកជួយតបជួយតែងជួយចាត់ជួយចែងជួយលីជួយសែងលំដាប់ពីនេះទៅនឹងត្រូវលើកយកនៅព្រះធម៌ទេសនាមកថ្លាថ្លែងសម្ដែងចែកជូនជាទីសន្តាប់ដល់ញាតិសន្តានសាធវោអស់លោកអ្នកសាធុសពបរោះប្រុសស្រីទាំងឡាយបុណ្យបច្ច័យ4ឆាកមហាបង្សកូលចម្រើនព្រះជន្មនិងដាពឹស្ដាដែលកំពុងតែប្ររពធ្វើនេះក្នុងគោលបំណងគឺជូនដល់អ្នកមានគុណដែលរស់រៀនមានជីវិតនៅសពថ្ងៃជាកិច្ចតបស្នងសងគុណកម្មវិធីនេះគឺជាវប្បធម៌ដ៏ល្អសម្រាប់ជនជាតិខ្មែរយើងដែលវាខុសពីជនជាតិដទៃវប្បធម៌ប្រទេសដទៃញោមឲ្យប្រទេសខ្លះតម៉ែឪចាស់ទៅហើយគេយកទៅដាក់កន្លែងមនុស្សចាស់កន្លែងមណ្ឌលមនុស្សចាស់អត់បានកូនណាមកបញ្ចុកបាយមកថែទាំទេម៉ែអង្គុយយំច្បាប់នឹកកូនគេទៅធ្វើការមួយខែពីរខែមិនទាន់អើតម្ដងផងគេប្រមូលម៉ែឪចាស់យកទៅដាក់កន្លែងមនុស្សចាស់ម្លោះហើយម៉ែខលទូរស័ព្ទនឹកកូនចេះនឹកកូនចុះកូនគេថារវល់ការងារហើយដល់ពេលមើលគេបង្ហោះ Facebook ឃើញ selfie ដើរលេងមាត់សមុទ្រឯណាណោះហើយជួនកាលម៉ែឈឺនឹកដល់កូនគេថាគេមិនមែនពេទ្យទេបើឈឺយកទៅពេទ្យទៅជួនកាលគេឲ្យតាមពេទ្យគេឲ្យយកទៅពេទ្យម្លោះហើយប្រពៃណីខ្មែរយើងមិនអញ្ចឹងទេអ្នកកាន់ពុទ្ធសាសនា
ឬក៏បណ្ដាប្រទេសដែលចេះដឹងគុណគេគិតថាយើងរស់រៀនមានជីវិតមកដល់ថ្ងៃនេះដោយសារណានាថាដោយសារពុកដោយសារម្ដាយដោយសារបាយទឹកនំចំណីត្រីសាច់ដែលឪពុកម្ដាយខិតខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីយើងនៅក្នុងផ្ទៃម្លេះតម្រាំរស់រៀនមានជីវិតបានប៉ុណ្ណេះគឺគាត់ខំតស៊ូណាស់តាំងពីតូចក្រូចឆ្មាយើងមិនទាន់ចេះស្លៀកខោខ្លួនឯងមិនទាន់ចេះហូបបាយខ្លួនឯងគាត់បច្ចុកគាត់លាងគាត់ងូតទឹកដោះក្អែលឲ្យយើងសពបែបយ៉ាងទំនុកបំរុងឲ្យរៀនឲ្យសូត្ររហូតដល់មានការងារមានចំណេះបានមុខតំណែងយសស័ក្តិផ្សេងទ្រព្យសម្បត្តិផ្សេងគឺដោយសារណាដោយសារឪពុកម្ដាយនឹងហើយកូនខ្លះគេថាទ្រព្យសម្បត្តិខ្ញុំរស់ស៊ីមានបានសពថ្ងៃនេះមិនមែនបានមកពីម៉ែពីឪទេគឺខ្ញុំប្រឹងខ្លួនឯងទេម៉ែគ្មានបានចែកទ្រព្យនឹងឲ្យខ្ញុំទេចែកលំអៀងឲ្យអាប្អូនច្រើនជាងខ្ញុំអត់ឲ្យទេអញ្ចឹងទ្រព្យខ្ញុំរស់ញើសឈាមខ្ញុំទិញខ្លួនឯងទេយើងទៅរកខ្លួនយើងបានដៃណាទៅរកបានជើងណាទៅរកជើងយើងហ្នឹងដៃយើងហ្នឹងបានពីណាមកបានពីម៉ែឪចែកឲ្យដែរជីវិតយើងទាំងមូលសាច់យើងទាំងមូលឆ្អឹងយើងទាំងមូលឈាមយើងទាំងមូលបានពីណាបានពីឈាមម៉ែឈាមឪចែកឲ្យបើអញ្ចឹងវានៅតែភាគហ៊ុនរបស់ម៉ែដដែលភាគហ៊ុនរបស់ឪដដែលកូនខ្លះគេថាខ្ញុំបានយសស័ក្តិតំណែងហ្នឹងគ្មានម៉ែរកឲ្យទេខ្ញុំដើរតាក់ទងគេខ្លួនឯងខ្ញុំរៀនមានចំណេះចេះធ្វើការទៅបានការងារខ្លួនឯងអ្នកណាអ្នកឲ្យរៀនតាំងពីដើមមកមិនឪពុកម្ដាយអ្នកឲ្យរៀនមានចំណេះចេះនិយាយចេះស្ដីចេះតាក់ទងអញ្ចឹងនៅតែចំណាយរបស់ម៉ែឪដដែលដូច្នេះហើយកូនចៅមានមុខមានមាត់រស់រៀនមានជីវិតមកដល់ថ្ងៃនេះគឺពិតជាដោយសារលោកឪពុកអ្នកម្ដាយហេតុនេះហើយបានជាប្រពៃណីខ្មែរយើងគេមានតួនាទីមួយគឺថាកាន់ពុទ្ធសាសនាពុទ្ធលោកទ្រង់សម្ដែងថាតោនេសាំងបរិសាមិម៉ែឪធ្លាប់មានភារកិច្ចចិញ្ចឹមកូនតាំងពីតូចមកឥឡូវដល់ពេលគាត់ចាស់ហើយត្រូវកូននឹងទទួលភារៈចិញ្ចឹមថែរក្សាគាត់វិញកិច្ចចាំនេសង្ករេសាមិបើគាត់មានកិច្ចរវល់ការងារឯណានីមួយកូនចៅគួរសម្រាប់ផ្អាកការងារខ្លួនមកជួយការងារគាត់គាត់ระวังសង្កតបេសាមិថែរក្សាពូជពងវងតកូលគាត់កុំឲ្យធ្លាក់ចុះកាលពីដើមមកនឹងគាត់ធ្លាប់រក្សាសិលធ្លាប់ធ្វើបុណ្យធ្វើទានចូលចំណោមអ្នកស្រុកគេស្រឡាញ់គេចូលចិត្តគេរាប់អានអត់ពីម៉ែពីឪទៅយើងកាន់តាមទំនៀមឪពុកម្ដាយយើងហ្នឹងកុំឲ្យបាត់វប្បធម៌ប្រពៃណីតកូលរបស់យើងមួយទៀតលោកថាទាយាជាងបដិបច្ជាមិប្រតិបត្តិឲ្យសមគួរជាអ្នកទទួលមរតកកេយ្យកពីគាត់កុំចេះតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិកេយ្យករបស់គាត់បំបត្តិបានអីនេះមេត្តាបៃតានៅរស់រៀនមានជីវិតហើយចុះបើស្លាប់ទៅហើយកូនចៅធ្វើបុណ្យតេខេណានុបទានដែលហៅថាតេខេណាំងអនុបទេសសាមិឧទ្ទិសផលជូនទៅដល់គាត់ទៀតនេះបានចំជាកូនមានធម៌កតញ្ញូបំពេញតាមទូនាទីរបស់ខ្លួនញោមញាតិពុទ្ធបរិស័ទម៉ែឪអ្នកធ្វើឧបការៈមុនឯកូនអ្នកដឹងគុណធ្វើតបបុគ្គលពីរពួកនេះព្រះពុទ្ធជាម្ចាស់ត្រាស់សម្ដែងថ្លែងទុកថាជាបុគ្គលរកបានដោយកម្រក្រក្រៃណាស់ក្នុងលោកនេះមិនបានជាថាក្រពីព្រោះវាមានតែម្ខាងមានតែអ្នកជួយពីមុនប៉ុន្តែអ្នកខាងក្រោយដឹងគុណជួយត្រឡប់ទៅម៉ែឪវិញមិនសូវទេម្ល៉េះហើយបើមានអ្នកណាដឹងគុណធ្វើតបទៅម៉ែទៅឪនេះគឺជាការក្រវាមិនងាយមានអញ្ចឹងបានព្រះពុទ្ធសម្ដែងថាជាបុគ្គលរកបានដោយកម្រហើយអ្នកណាធ្វើដូច្នេះព្រះអង្គថាជាភូមិរបស់សពបរោះជាកន្លែងកើតរបស់សពបរោះលោកហៅថាកូនមានធម៌កតញ្ញូព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងបញ្ជាក់អញ្ចេះទៅទៀតថាបើជូនបាយជូនទឹកជូននំចំណីត្រីសាច់សពុតសើអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសគួរច្របាច់អស់អញរំកិញចិត្តដល់ម៉ែឪចាស់តែប៉ុណ្ណឹងមិនទាន់ហៅថាសងគុណទេត្រឹមតែតបគុណទេអញ្ចឹងពាក្យពីរម៉ាត់មួយតបគុណមួយសងគុណត្រង់ណាហៅតបគុណត្រង់ណាហៅសងគុណតបគុណគឺយើងជូនបាយទឹកនំចំណីបច្ច័យលុយកាក់សពុតសើអាវស្បៃគក់ច្បាច់ហ្នឹងមិនតាន់សងទេណាញោមត្រឹមតែតបគុណទេចោះចង់សងគុណត្រូវធ្វើម៉េចយោមេតរាំងបុគ្គលបែបណាមេត្តាបេតាអសទ្ធាសទ្ធាសម្បទាយសមាតបេតិនិវាសេតិបតថាបេតិបុគ្គលណាមេត្តាបៃតាពុំទាន់មានសទ្ធាញ៉ាំងគាត់ឲ្យមានសទ្ធាមេត្តាបៃតាពុំទាន់មានសិលធ្វើគាត់ឲ្យមានសិលមេត្តាបៃតាពុំទាន់មានចក្ខៈធ្វើឲ្យមានចក្ខៈមេត្តាបៃតាពុំទាន់មានបញ្ញាធ្វើឲ្យមានបញ្ញានេះ4នេះបានគេហៅសងគុណ
មេដាបៃតាពុំតាន់មានសទ្ធាសីលៈចក្កបញ្ញាយើងដឹកនាំជំរុញឲ្យគាត់មានធម៌ទាំង4គឺមានសទ្ធាមានសីលៈមានចក្កមានបញ្ញាមានធម៌ទាំង4នេះបានគេហៅថាសងគុណចុះន័យតបគុណនឹងវាខុសពីសងគុណរបៀបម៉េចថាតបគុណជូនបាយជូនទឹកនំចំណីគាត់ហូបនឹងបានឆ្អែតតែប្រហែលថ្ងៃទេរស់បានតែប្រហែលខែប្រហែលឆ្នាំជួនកាលគាត់ស្លាប់ទៅគាត់ទៅកើតនរកទៅកើតជាប្រែតទៅកើតជាសត្វដេរឆានទៅកើតជាខ្ញុំពង្រើគេអញ្ចឹងឆ្ងាញ់បានតែប្រហែលថ្ងៃអាចទៅនរកប្រែតទៅដោយសារអីអង្ការពីរស់ស៊ីចាំយើងមកម្ដាយឪពុកមិនដឹងធ្វើបាបអីខ្លះអ្នកខ្លះរស់ស៊ីកេងកັບលឹកខងវាយបដកគូតកំប៉ុងបតោងទៅលើភ្នែកជីងភូតគេកុហកគេបាត់គេមកកាក់មកចិត្តមកសេនហ៊ានលក់ហ៊ានដូរបង្រត់បង្រាស់សត្វធាតទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតគេដើម្បីឲ្យតកូនរស់នរកប្រែតអីនៅម្ដុំសិនណាតស៊ូណាស់លំបាកណាស់ស្រុកសង្គ្រាមចម្បាំងរាំងជលបាយមួយម៉ាត់ផ្ដាច់ពីមាត់ព្រាត់ពីកឲ្យតកូនបានរស់ម៉ែអត់ក៏អត់ទៅបបាក់សនុកទៅស៊ីឈ្នួលជួលបំរើគេស្ដីគេជេរគេថាដូចឆ្កែដូចឆ្មាយ៉ាងណាអោនក្បាលតត្រកឲ្យគេប្រើឲ្យតបានលុយមកចិញ្ចឹមកូនឈឺស្កាត់យកប្រលប់មេឃភ្លៀងទូទៅមកលឹមចជ្រែកចច្រាច់ផ្លូវភក់ផ្លូវលបាប់រត់តាមពេទ្យតាមម៉ងវគេទាំងយប់ទាំងអាត្រៀតឲ្យតែគេមកព្យាបាលកូនឲ្យជាទៅទោះបីលក់គោលក់ក្បីលក់ដីលក់ធ្លីលក់ផ្ទះក៏សុខចិត្តដែរឲ្យតែកូនជាហើយតស៊ូដើម្បីឲ្យកូនរស់គេថាណែកូននឹងឈឺទៅវាត្រូវថ្នាំអាសត្វនេះបុកជាមួយសត្វនោះបុកប្រាវឲ្យតែកូនជាបាបអីនៅម្ដុំសិនណាគេថាត្រូវការឈាមសត្វនេះសត្វនោះឈាមស្អីក៏ដោយឲ្យតកូនខ្ញុំជាបើអញ្ចឹងតាំងពីកាលស្រុកប្រស្រុកសតនឹងវាលំបាកយ៉ាយ៉ាប់យើងមិនដឹងថាម៉ែឪធ្វើបាបអីខ្លះដើម្បីចិញ្ចឹមយើងមកណាញោមតម្រាំរស់ប្រប៉ុណ្ណេះខ្លាចក្រែងលោយើងរស់សោកសានក្រែងម្ដាយមានបាបឪពុកមានបាបម្លោះហើយបានជាគេថាយើងញោមញាតាជូនបាយជូនទឹកនំចំណីគាត់នឹងត្រឹមតែតបគុណទេមិនតន់សងទេបើសងធ្វើឲ្យគាត់បានហូបរាល់ជាតិហូបជាតិនេះហើយជាតិក្រោយផុតពីនរកប្រែតកើតជាមនុស្សកើតជាទេវតាបរិបូរដោយសម្បត្តិហូបរាល់ជាតិបានគេហៅសងគុណដូច្នេះចង់ឲ្យគាត់ហូបរាល់ជាតិត្រូវធ្វើម៉េចឲ្យគាត់មានសទ្ធាចេះធ្វើបន់ឲ្យគាត់មានសិលយកប្រសងមកដើម្បីឲ្យសិលគាត់ឲ្យគាត់ថ្វាយខ្លួនកាន់សិលស្ដាប់ធម៌ទៅមានសទ្ធាហើយមានបញ្ញាញ៉ាំងគាត់ឲ្យមានបញ្ញាហើយជូនបច្ច័យលុយកាក់ទៅគាត់ញ៉ាំងគាត់ឲ្យមានចាក់គេតែរបស់របរគ្រឿងបច្ច័យ4អីចង់ធ្វើជូនគាត់នឹងជូនទៅគាត់ទៅឲ្យខ្លាចជារបស់គាត់នឹងលះបង់ធ្វើជាទានគាត់មានចាក់គេបើអញ្ចឹងកូនចៅធ្វើនេះមានសទ្ធាមានសីលៈមានចាក់គេមានបញ្ញាគេហៅថាសងគុណណាហើយចង់ថ្ងៃនេះតបគុណនេះក៏សងគុណថាវាទៅទាំងអស់ហ្នឹងតបគុណផងសងគុណផងពីព្រោះគេបានជូនបច្ច័យលុយកាក់គាត់អានឹងញ៉ាំងគាត់ឲ្យមានចាក់គេជូនរបស់បច្ច័យ4ហើយគេយកប្រសំមកឲ្យសាលសូត្រមន្តចម្រើនព្រះបរិត្តឲ្យគាត់មានសិលអានឹងញ៉ាំងគាត់ឲ្យមានសិលហើយគេយកប្រសងមកសម្ដែងធម៌ទេសនាឲ្យគាត់ស្ដាប់យល់ធម៌យល់ឲ្យគាត់មានសទ្ធានឹងកើតបញ្ញាអូចំផ្លាត់បើដូច្នេះហើយមានន័យថាកូនចៅកំពុងតែសងគុណហើយញោមញាតិពុទ្ធបរិស័ទជាការប្រពៃណាគេហៅថាកូនមានធម៌កតញ្ញូកូនមានធម៌កតញ្ញូគឺកូនមិនចយត់កូនមិនចយត់គឺមិនងាយស្លាប់តាយហោងធ្វើដំណើរទៅទីណាមកណាទេវតានៅគ្រប់ទិសទីកន្លែងតាមបីបាច់ថែរក្សាកូននឹងព្រះពុទ្ធជាម្ចាស់លោកទ្រង់សម្ដែងថាយោមេតរាំងបិតរាំងវាមកចោថាមេនបោសតិទេវីបិណាំងតិកឆន្តិមេតាបិតិបរាំងនរាំងកូនប្រុសកូនស្រីណាចិញ្ចឹមមេដាបៃតាបកបដោយធម៌កតញ្ញូប្រប៉ុណ្ណេះទៅរកទទួលទាននៅទីកន្លែងណាទេវតានៅគ្រប់ទិសទីកន្លែងនោះតាមបីបាច់តាមថែរក្សាកូននឹងដូច្នេះកូននឹងវាមិនងាយមានឧបសគ្គមិនងាយមានគ្រោះថ្នាក់មិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេសុខសប្បាយគេហៅថាកូនមិនចយត់ព្រោះមានធម៌កតញ្ញូបានរៀបចេញទៅណាមកណាលើកដៃស្ពះរះពីលើមកក្រោមណាញោមគ្រប់ទិសទាំងអស់ហើយនាតល័យទេវបុត្រឆ្ងល់ណាស់ក៏សួរទៅព្រះអិនថាព្រះអង្គហើយថ្វាយអង្គមណាគេថ្វាយអង្គមចុះក្រោមគ្រប់ទិសហ្នឹងបានព្រះអិនថាកូនណាដឹងគុណឪពុកម្ដាយចិញ្ចឹមឪពុកម្ដាយធ្វើបុណ្យជូនឪពុកម្ដាយប្រកបដោយធម៌កតញ្ញូថ្វាយអង្គមកូននោះហើយចុះព្រះអិនជាស្ដេចទេវតាមកថ្វាយអង្គមមនុស្សលោកដែលមានធម៌កតញ្ញូរឿងអីទេវតាតូចតាចគ្រប់ទិសទីកន្លែងមិនថ្វាយអង្គមតាមថ្វាយអង្គមតាមគោរពតាមអញ្ចឹងហើយបានកូនហ្នឹងវាចេះតែបានសុខបានចម្រើនគ្រួសារគេមានសុភមង្គលសុភមង្គលគឺសេចក្តីសុខចម្រុងចម្រើនរកទទួលទានមានបានក្នុងគ្រួសារសុភមង្គលគឺមង្គលដ៏ល្អគឺមង្គលដ៏ឧត្តមព្រះពុទ្ធទ្រង់សម្ដែងថាមង្គលទាំងអស់មាន38ប្រការជាមង្គលដ៏ឧត្តមដែលទេវតារកមិនឃើញអស់កាលយូរហើយប៉ុន្តែព្រះអង្គរកឃើញក្នុងមង្គលនោះមានមង្គលមួយព្រះអង្គថាមេត្តាបេតឧបដ្ឋានណាំងអេតាមមង្គលមុតតមាំងកូនប្រុសស្រីណាទំនុកបំរុងមេត្តាបៃតាគ្រួស
សារកូនប្រុសស្រីនោះជាមង្គលដ៏ឧត្តមយ៉ាងមើលឃើញដែរចឹងគ្រួសារនោះនឹងកើតសុភមង្គលក៏ប៉ុន្តែព្រះអង្គបញ្ជាក់ក្នុងបរាពវៈសូត្រវិញថាអញ្ចេះថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសហើយចាបើមិនដឹងគុណម៉ែមិនដឹងគុណឪគ្រួសារនឹងវិនាសនឹងបាត់បង់ញាតិបាត់បង់ទ្រព្យអភ័ព្វអស់លុយអស់កាក់យូរទៅខាតដើមខាតចង់រត់ទទួលទានក៏មិនមានងាប់ជ្រូកងាប់ជូរគោឈឺក្បីឈឺខ្លួនឯងឈឺកូនឈឺចៅបាត់នេះបាត់នោះវាចេះតែវិនិច្ឆ័យហិនហោចមកពីធ្វើឲ្យព្រះនៅក្នុងផ្ទះក្តៅក្រហាយអ្នកណាជាព្រះក្នុងផ្ទះគឺមេត្តាបិតាយើងនឹងហើយយកមកជាព្រះក្នុងផ្ទះធ្វើបុណ្យជាមួយព្រះនៅឯវត្តបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយមេត្តាបិតានៅផ្ទះនឹងបានបុណ្យដូចធ្វើជាមួយព្រះដែរហើយឥឡូវនេះអ្នកទៅភូមិមាឥណ្ឌានេប៉ាល់លង្កាត្រឡប់មកវិញថតជាប់តែព្រះស៊ីម៉ងព្រះថ្មទេអត់ឃើញព្រះមែនតើនេះព្រះអង្គទៅពៀនបាត់ហើយយ៉ាងណាមិញបើសូមបីជួបព្រះអង្គមែនតើក៏ព្រះអង្គថាធ្វើបុណ្យជាមួយព្រះអង្គឯនោះបានបុណ្យស្មើធ្វើបុណ្យជាមួយម៉ែឪដែរព្រះអង្គសម្ដែងប្រពដូច្នេះនិយាយពីស្ត្រីម្នាក់យកចេកទៅថ្វាយព្រះនោះម៉ែចាស់នៅផ្ទះឃើញកូននឹងឯងវិចចងចេកយួរទៅនឹកឃើញឃ្លានចេកទុំល្អណាបើបានអញឆ្ងាញ់ណាចងទៅណាគេទេលោកអើយស្រាប់តែគេយួរចេញទៅយកទៅវត្តយកទៅថ្វាយព្រះព្រះអង្គក៏សួរថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងថាផ្ទះខ្ញុំព្រះអង្គគ្មានព្រះទេព្រះអង្គអត់មានព្រះទេព្រះពុទ្ធថាមានព្រះនៅឯផ្ទះហ្នឹងយកទៅវិញទៅរកមើលព្រះថ្វាយព្រះសិនទៅនាងយកចេកត្រឡប់មកវិញដើររកវាមិនឃើញសោះចុះព្រះនៅឯណារកមិនឃើញវែកក្លៀតចាំងក្លៀតស្បោងក្លៀតជំរុកអីរកមិនឃើញសោះនិយាយពីម្ដាយចាស់ឃើញចេកក្លៀនចេះតែអង្គុយសម្លឹងចុះសម្លឹងឡើងហើយចុះគេយួរចេកធ្វើអីគេដើរទៅដើរមកហ្នឹងមើលទៅក្លៀនស្រាប់តែអាចចេកមួយដូចជាអៀនតែមិនដឹងនេះបាក់កធ្លាក់មួយខ្ពីនិយាយនឹកអព្រឺតអាមួយហ្នឹងទៅនងបានអញទឹកមាត់ស្ងៀមជាជាងទៅនេះហាមាត់សុំគេគីឡូបានបថុយកូនណាអាមួយធ្លាក់ហ្នឹងឲ្យម៉ែមកកូនអាហ្នឹងវាធ្លាក់ឲ្យម៉ែយកទៅណាអូអញណាថាបានអញបានមែនបកខ្វោកដាក់ធ្លាប់គិតទៅមកស្និតបានមួយឆ្ងាញ់គាត់ផ្អែមក៏អូបពេញមាត់បើបាន2 3ទៀតអីដឹងយ៉ាងណានោះក៏គេឲ្យទៅមួយទៅនាងហ្នឹងក៏យកចេកហ្នឹងត្រឡប់ទៅវត្តវិញអញ្ចឹងបានអាចារ្យអ៊ូចុងផ្ដាំថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រែកឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពោះញើសខ្ចាយឃើញសន្លក់គេកូនឆ្លើយវឹងថ្កានថាមិនបានសល់ទេខ្ញុំស្លក្រំតែទៅវត្តទេឪក៏ថាបើកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបឮតែបាបលែងទីឲ្យម៉ែវាអើយកុំឲ្យបាបយើងសុខចិត្តអស់ទៅកូនយកទៅណាយកទៅណាចឹងម៉ែឪចាស់តែកូនយកបាបមកកម្រាមលែងហ៊ានទីគេឲ្យធ្វើមិនឯងចាស់គេឲ្យហូបក៏គេមកអត់ទៅកុំឲ្យបាបនាងនោះយកចេកទៅដល់ថ្វាយព្រះនៅឯវត្តបានព្រះអង្គសួរថាម៉េចទៅនាងមានឃើញព្រះទេនាងថាអត់ឃើញទេរកអស់ហើយអត់មានឃើញព្រះទេបានព្រះអង្គសួរថាចុះបាត់ចេកមួយនឹងវាទៅឯណានាងថាមួយនឹងវាបាក់កឲ្យម៉ែហូបបាត់ហើយបានប្រពុតថាម៉ែនឹងហើយដែលហៅថាព្រះនៅលើផ្ទះឪពុកនឹងហើយដែលហៅថាព្រះនៅលើផ្ទះធ្វើបុណ្យជាមួយគាត់ទៅបានបុណ្យណាស់ឲ្យគាត់តិចតិជុំគ្រួសារនឹងតិចតិជុំបើឲ្យគាត់កើតទុកយំព្រឹកល្ងាចគ្រួសារនឹងក៏វាមិនសូវសុខដែរអ្នកខ្លះគេជឿព្រះព្រំជាធំព្រះអង្គថាម៉ែឪនឹងជាព្រះព្រំណាពីព្រោះលោកមានព្រំវិហារធម៌គ្រប់ដណ្ដប់លើរូបរាងកូនតាំងពីតូចមកមេត្តាករណាមុទិតាបេខាអញ្ចឹងធ្វើបុណ្យជាមួយព្រំម៉ែឪនេះជាព្រំមុនគេដែរអ្នកខ្លះគេរៀនរបៀនមានចំណេះគេរំលឹកដល់គុណគ្រូព្រះអង្គថាមេត្តាបិតាហ្នឹងក៏គ្រូដើមដែរបង្រៀនស្លៀកពាក់បង្រៀនស្ដីនិយាយបើមុននឹកគ្រូណាឲ្យនឹកមេត្តាបិតាជាគ្រូដើមដែរអ្នកខ្លះមានភ័យអាសន្នបនទេវតាឲ្យទេវតាជួយព្រះអង្គថាម៉ែឪហ្នឹងឲ្យទេវតាដើមនឹងផ្ទះជាពុព្វទេវីថែអាសាកូនតាំងពីកូនមិនតាន់ចេះក្លាប់ដាក់ឲ្យកក្លាប់ដាក់ឲ្យផ្ងានៅផ្ងាដាក់ឲ្យផ្កាប់នៅផ្កាប់បានម៉ែទៅអ្នកលើកប្រែលើកព្រួលងូតទឹកដោះក្អែលឲ្យហ្នឹងបើដូច្នេះហើយម៉ែឪជាទេវតាផងជាព្រះផងជាព្រំផងជាគ្រូផងរបស់កូនអ្នកណាថែអាសាទៅបានបនខ្លាំងណាស់ទេវតាតាំងថែអាសាគ្រួសារនឹងមែនហើយអញ្ចឹងបានមានរឿងពីរអ្នកបងប្អូនញោមបងហ្នឹងទៅបួសហើយប្អូនហ្នឹងនៅផ្ទះហើយបងហ្នឹងបួសទៅបានជាភិក្ខុសង្ឃគ្រប់គ្រងកិច្ចការងារនៅវត្តប្អូនស្រីហ្នឹងចេះតែឌឺដងដាក់លឹកបងថាលឹកបងឯងទៅបួសបានបនហើយខ្ញុំនៅតែផ្ទះមិនបានបនទេលោកបងហ្នឹងប្រាប់ប្អូនថាណែប្អូនស្រីកុំគិតអញ្ចឹងប្អូនឯងនៅផ្ទះបានបនតាមបែបអ្នកផ្ទះបងទៅបួសបានបនតាមបែបអ្នកបួសប្អូនឯងនៅផ្ទះពង្រើឪពុកពង្រើម្ដាយបានបនដូចធ្វើជាមួយព្រះណា
bàn bòn trà nè miền thọ cắt từ nhu nắng anh chăm mai nắng lại bữa bọn này trong cái bàn bòn lơ nắng mưa tận nẹt sọc á cái thôi bòn thôi tiền ấy từ chui kia tới lược tràn lược chân năng bực rơ nhiều chui chặt chạy không bòn cái bọn này đừng ban bòn can là trà hơn tiết bọn sậy nó còn thôi tam chẳng rưỡi hơi bực rơ mà đa giờ bọc chát nâng tè sớm mai ngày mùi nó lốp trâu tranh từ bòn trôi mà khang nó được trôi mà khang từ lê trong ạ hãy đó là pe dây ta nơi phun nắng trâu tơi chỉ mùi lốp túc chỉ mùi khné trời láng túc tơi chỉ mùi lốp em điên nó tay ta thao bon chỉ mùi nẹt phun đái pan là khné nơi khmei khné trâu đầm bài và bò và biết và chọc mày ở sân ngủ tật ơi mày và chọc bài và chọc ai thưa phê sẽ chẹt thưa và bò thưa bài sẽ lo chun mày chun tới ruột sạch tới ban tranh tới túc cái tay chào bạc từ cào kỹ tay cho dung nâng mặt và bông tật áo nhom mày trong tới bon chỉ mùi cái cái pan này chọc mày cha bà sanh chỉ nhom mình khoai chỉ mùi mày tiếp nhom tới bàn bạc còn là bữa thành điệp nhom tới chào mày mà lo hỏi anh lấy ta nơi đam bài sẽ lo phải chọc mày lấy cái tay chào bà thôi cho dùng sọc đại nè trong từ lương đây sẽ biết nên nâng là con mà chặt đây ấy thì bà đai nhom thọp bằng rơ mà đai bằng rơ bọc đai nhom thọp thôi bon mà đôi chân này hơi cùng sông chlong tật ní từ bàn đôi bon và thana chọc hai tật từ từ mong nhom dây bị tê và đa nơi không đồng bon nấm chỉ nôm kia sạch này với ọt bàn tê niềng ní miền thọ cắt từ nè từ niềng lung tật slap bộ dương miền tu hòa từ ngọc kia nè bị prote và đá từ miền tu đi ti thai là xa con na để miền thọ cắt từ lấy con ní miền thọ cắt từ niềng trong hai tật nâng tật ní chưa hay hồ khăn nèแต่hiện từ niềng lung slap dương miền tu hòa từ ngọc này bàn rồi đường này bài chẳng từ thai à xa con nâng cầm ao lên tê và đá sầm đai như rất oi niềng đang chlong tật bản nhom đào tật ọt lên chứแต่bị tật đôi trôi mà khám bên ruộng bồn cái thảo cho niềng miền nằm nay sẽ chlong tật hồ hay chưa cái ọt lên chẳng bàn mà đo chẳng phải nè niềng thạc nhóm khoản từ lực đại buông xuống đo con mà đa giờ bốc nâng tê và đá thạc nhóm ban bực rơ mai xong mà chlong ban đôi chân đây và thằng chẳng nhóm đa lôi tật nâng mót phát tại bị ọt lên chẳng tới ban lốp nó không ruộng bồn nâng prap than nâng hay này xong nè đại miền thọ cắt từ nhu chậm mai chậm ở giúp viêm toàn o tê và đa từ thai à xa bởi hiện niềng nâng slap tê và đa miền tu chẳng rất để bao tê và đa thai à xa chẳng bạn cái thạc côn mình chỉ giót côn là dầu thay côn miền thọ cắt từ nhu cứ côn mình chỉ giót cứ mình nghe slap tay hồng thế nhóm từ na của tê và đa thai à xa đôi tua ông của cô thì sạch chẳng lúc từ rồi chừng đun chui prai tam phơi kia lịch tục kia lịch sập kia slap o hàm mấy có ông chết từ lúc mà đo tè mình mau bị tê và đa tam thai à xa bỏ ông pru bỏ ông miền thọ cắt từ nhu chẳng bạn cái lực làng thà con đang mình chỉ giót xâm đai từ lứa con nam miền thọ và môi vàng chẳng nhôm chăm rót chỉ môi thà mà và môi vàng nắng tao miền đôi khi này bởi thân chỉ nhôm miền hơi có o nè hay bởi mình toàn miền thế chăm và thèm luôn ai như cột ti môi con na sẽ đạp bị priền và đau mai ở đầu cột ti pi con na chỉnh chăm miệt đà bay đà đầu cột ti bay con na chia ba chữ ngư mai ở pel quạt chữ đầu cột ti buôn con na thưa bon chun quạt pel mai ở slap ti pram con na riệp trong tục đạc xạ sọp rồi bao quạt rửa thể thiết rồi bao quạt tam xong cô đó là bầy này ti bờ môi con na nơiแต่thưa bon ở tư chun là bọc mà đai chỉ rưỡi từ này bờ môi giang này cái hai con mình chỉ giọt tay tê và đá nâng thai xa cà pì nhom nát chẳng nhom nhiệt rọt luôn ai đặt luôn ai tơ lấy là tham sầm đai lược lang pi con bầm na chỉ là bao bọc mà đai để không chỉnh chăm con máu hay nâng con trắng miền thọ cắt từ nhú lấy cái thưa bón chun là bọc mà đai lấy cái thưa bón miền bạch chay 4 chạ mà hà bằng sô cô lấy là tham sầm đai hot pe vậyแต่มันai chẳng xong ao nhôm nhất chui sầm đai nhật tham con trái na nhôm để miền sự đây sọc sự đây chìm ra rồi từ tua tiền miền bán đời xa thọ cắt từ nhú con nâng miền sọc cái tha sọc kháo pon nhá sa ôi chỉ giàu nè nan xong bon nâng con nâng rồi mình bàn sọc nâng krong cua sa sọc ai khla cái tha sọc buồn giang sọc còn nè nâng krong krong tiệt nâng tì môi ắt thể sọc pi pru về miền tro tì pi bẹt phô kẹt sọc pru miền là bo prơ pra krong krong miền tầng cong miền màu tô miền sre miền chấm ca miền tè sầm bay miền tê khnou trong ban chả kran miền chăn miền chan là bọc prơ pra tì bay cái hào tha nè nạc sọc pi pru mình chỉ bẹt bầm nol kê tì pram tì buôn cái hào tha na bẹt chẹt sọc pi pru càng nghe dương thưa nâng bị ọt kho chả bạc phay rốt pi bali tê nâng sọc hay mà giang tiết bà ông thà trâu tê bầm pinh tê thà thò mày cắt thà bà giáo bay giang buôn giang không pil bạch chả bon tì muối hào tha ọt thà na sang bát tía ở không prang rô trọp sầm bát phong cầm thà ôn tai thà prek pil là nghe pil tê chẹt pil toàn cầm lăng nơi miền tê
តិចទៀតអស់កម្លាំងអត់ធ្វើការកើតទេទី2លោកហៅថាអរិយកសម្បទាឲ្យថែរក្សាទ្រព្យឲ្យគង់វង្សដល់យើងចាស់ទៅបានទ្រព្យនឹងវាជួយយើងឯទី3កល្យាណមិត្តតាឲ្យខ្សែគប់តកល្យាណមិត្តបានហើយតខ្សែគប់ខុសគេនាំយកទ្រព្យនឹងទៅបំផ្លាញអស់ចាយអស់ហើយលេងល្បែងអស់ហើយបើដូច្នេះឲ្យខ្សែគប់កល្យាណមិត្តទី4លោកថាឲ្យយើងនឹងឯងសមៈជីវិតាចិញ្ចឹមជីវិតដោយប្រពៃចិញ្ចឹមជីវិតដោយស្មើមានន័យថាបែងចែកទ្រព្យនឹងជា4ផ្នែកឲ្យកូនចៅប្រឹងរកនឹងបែងទ្រព្យជា4ផ្នែកទី1បោះសងបំណុលចាស់ផ្នែកទី2បលបំណុលថ្មីផ្នែកទី3គឺថាបោះចុះក្នុងជ្រោះផ្នែកទី4កប់ទុកជាកំណត់ព្រេងដែលហៅថាផ្នែកទី1សងបំណុលចាស់បានដូចពេលនឹងអញ្ចឹងពេលម៉ែឪចាស់ទៅយើងបែងទ្រព្យយើងធ្វើបុណ្យជូនគាត់ឬក៏អញ្ចឹងគាត់មួយផ្នែកហើយបលបំណុលថ្មីបែងមួយផ្នែកយកមកអញ្ចឹងកូនព្រោះគ្នាកើតមកគ្នាអត់មានលុយអត់មានកាក់ទេរស់ដោយសារយើងនេះមួយផ្នែក1/4ឯមួយផ្នែក1/4ទៀតយកមកបោះក្នុងជ្រោះគឺអញ្ចឹងមាត់ខ្លួនយើងនឹងឯងអានឹងជ្រោះជ្រៅណាបំពេញមួយថ្ងៃ3ដងអត់ពេញទេយកមកពេញមួយផ្លែតឆ្លាស់ទៅវិញពេញមួយផ្លែតធូរទៅវិញអានឹងតំណងជាមានផ្លូវចេញទៅឯណាបានដាក់វាមិនពេញសោះណាញោមណាហើយដល់ផ្នែកទី4កប់ទុកជាកំណត់ព្រេងបានដល់ធ្វើបន់សំទានឲ្យសប្បាយក្នុងជីវិតខ្លះនេះ4ផ្នែកនេះរស់នៅប្រកបដោយសេចក្តីសុខស្រួលជាពិសេសមិនមានជំពាក់បំណុលគេទេអញ្ចឹងណាញោមណាហើយសួរញោមលេងមួយម៉ាត់ទៅចុះញោមអត់មានជំពាក់បំណុលគេទេញោមម៉ែជំពាក់បំណុលគេដែរអេកុំជំពាក់អីញោមអើយនាំតែបបាក់ទេហើយញោមអត់ជំពាក់បំណុលគេបានសេចក្តីសុខហើយជំពាក់បំណុលអីគេជំពាក់ធនាគារទៀតអូលោកព្រះហើយជំពាក់តែប៉ុណ្ណឹងឯងអត់មានអីលឿនហ្នឹងឯងបើចង់អីទេអញ្ចឹងសងរួចចឹងញោមញាតកុំឲ្យអាត្មានឹងសំដែងតែម្នាក់ឯងបាក់ទៅបងប្អូនលួចចោលអាត្មាអស់ចឹងអាត្មាសួរញោមឲ្យញោមជួយសំដែងអាត្មាចាំជួយឆ្លើយណាញោមណាឆ្លើយត្រូវជូនពិន្ទុ2លានមើលញោមតាំងពីញោមកើតមកទល់ប៉ុណ្ណេះស្លៀកពាក់ខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់តាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យកញ្ចាស់តាំងអាធ្វើឲ្យឆ្អេះសូមនិមន្តជើញឆ្លើយប្រមាណអស់ច្រើនអត់មានពីណាកត់ទុកដែរហើយបើអត់មានកត់ទុកទេដូចអាត្មាដែរអាត្មាមិនដឹងថាអស់ខោអាវម៉ែប្រមាណកាផ្លេទេចុះបើយើងជាពាក់លុយគេ1លានហើយចុះយើងសងគេប្រមាណរួចសង1លានរួចគ្នាចុះបើជាពាក់1លានសង1លានចុះបើជាពាក់2លានសង2លានរួចគ្នាចុះបើយើងជាពាក់គេអត់ដឹងប្រមាណចុះយើងសងប្រមាណរួចសងអត់ដឹងដែរអញ្ចឹងបើជាពាក់សពុតខោអាវម៉ែអត់ដឹងផងហើយយើងសងប្រមាណរួចបើដូច្នេះយើងសងអត់ដឹងទេមិនដឹងប្រមាណរួចទេតែនេះហើយក្នុងធម៌លោកថាជ័យវរៈបច្ច័យជ័យវរៈបច្ច័យគ្រឿងស្លៀកពាក់ហ្នឹងជ័យវរៈបច្ច័យយើងជាពាក់ម៉ែឪយើងតាំងពីកើតមកមិនដឹងស្លៀកខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់ទេអាហ្នឹងជាពាក់មួយជាពាក់ម៉ែពាក់ឪហើយឥឡូវមួយទៀតញោមណាឆ្លើយត្រូវថែមពិន្ទុ2លានកន្លះញោមមកឲ្យតាំងពីកើតពោះម៉ែមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់អស់អង្គប្រមាណកំប៉ុងម្នាក់ឲ្យសូមជួយឆ្លើយឲ្យត្រង់មកញោមប្រមាណកំប៉ុងអត់ដឹងតែច្រើនដូចអាត្មានោះដូចបេះមិនចាញ់អត់ដឹងដូចតែគ្នាបើអញ្ចឹងយើងហូបបាយម៉ែមិនដឹងអស់ប្រមាណចាននេះតែនេះក្នុងធម៌គេហៅថាបណ្ឌបាតបច្ច័យអូជាពាក់បណ្ឌបាតម៉ែមួយទៀតហើយជាពាក់ចង្ហាន់បណ្ឌបាតបច្ច័យម៉ែដល់ថ្នាក់សងមិនរួចព្រោះយើងមិនដឹងថាអស់ប្រមាណចានផងអញ្ចឹងជាពាក់ដល់ថ្នាក់សងមិនរួចមួយទៀតឥឡូវសំណួរទី3សូមឆ្លើយឲ្យត្រង់អស់ពីពោះពីពងមកកុំលាក់អីណាញោមកុំបាច់អៀនជាមួយអាត្មាអីមើលតាំងពីកើតមកទល់ប៉ុណ្ណេះដេកកទេលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះអស់ប្រមាណកាផ្លេម្នាក់សូមឆ្លើយអស់ច្រើនទៀតអត់ដឹងទៀតអាត្មាអីនេះក៏មិនដឹងដែរនៅពីក្មេងរឹកធំណាស់ញោមមកឈឺបត់ដៃបត់ជើងល្មមខ្ចីឡើងទេដាក់កទេលនឹងតម្រងទៅគេពោគេបីអាខោអាវគេថ្មីជ្រើងទៅបញ្ចេញស្លៀកថ្ងៃហ្នឹងផងបាញ់ច្រូតដាក់គេផ្លែតបើអញ្ចឹងយើងនៅពីក្មេងមកតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះមិនដឹងអស់កទេលប្រមាណភួយប្រមាណមុងប្រមាណខ្នើយប្រមាណទេអាទាំងអស់នឹងហើយតែក្នុងធម៌គេហៅថាសេនាសនៈបច្ច័យហើយជាពាក់គាត់ដល់ថ្នាក់សងមិនរួចមួយទៀតហើយ3ហើយឥឡូវមួយទៀតសន្មតថាញោមញាតឆ្លើយត្រូវទៅចោះណាញោមមើលតាំងពីកើតមកទល់ប៉ុណ្ណេះហូបទឹកកកម៉ែអស់ប្រមាណកែវក្រែមកៃអស់ប្រមាណដុំលេបឆ្នាំអស់ប្រមាណគ្រាប់សូមឆ្លើយមានញោមណាកត់ទុកទេអត់បានកត់ទុកទៀតគាត់តែដឹងថាច្រើនហើយអាត្មានេះនៅពីក្មេងឈឺគ្រុនម៉ែនាំទៅពេទ្យផងទិញថ្នាំយកមកលេបផងដឹងអស់ប្រមាណគ្រាប់ទេ
bà chẳng bắt bàn cọt đàn đồng chỉ bẹt nằm mai ởประมาณ này bà chẳng không thoa tận này cái hàng ta chỉ bẹt kỹ liên là phê sẽ chẹt mai môi tì đai kỹ liên là phê sẽ chẹt và chay anh năng kêu tham kêu tắc đọt cô kêu kèm kêu tắc cô anh năng rót châu chỉ kỹ liên là phê sẽ chẹt bà chẳng chỉ bẹt mai chỉ bẹt ở đó thằng mình đăng thàประมาณ xong mình rồi chẳng sẽ rót tới dừng rót chạy vào rác môi kêu liệt bẹ chạy vào rác và chay bắn là bát môi kêu ha sẽ na và chay môi kêu đây kêu nơi kỹ liên là phê sẽ chẹt môi kêu tham chẳng sẽ rót tới khơiประมาณ khơi buồn nên cái hai ngày cái hai bạch trai buồn việc thà bạch trai buồn mình men sầm đào từ lưỡi buồn ong mình men sầm đào từ lưỡi buồn bọt tê sầm đào từ lưỡi là bọc buồn mốc nâng kêu hộp chọc nâng mà mốc kêu liệt bẹ nâng mà mốc kêu đẹp nơi nâng mà mốc kêu tham mà mốc buồn mốc nâng cái hai bạch trai buồn dương chỉ bẹ bạch trai buồn mày ơi bạn chỉ cái son con mày ấy cái trâu thưa bón bạch trai buồn trường con hãy bây giờ bạn bón trắng là bón bạch trai buồn đại dương tinh màu nắng cứ dương còn thưa luôn dương ấy dương giờ là bón chun từ quạt tóc ở quạt nè cái lốp tóc ở quạt nè thưa bón con trai chun từ mày ấy chúng ta chun từ pre hãy tóc ở quạt thưa bón chỉ môi và xong giờ bón tiền cho hãy bây quạt mình thưa đấy quạt tóc trái quạt tóc tư cái màu dây khá là u nó bón cho tới xong thui môi đang say tí mẹ ngày muốn bạch trai buồn tinh màu mà lan hay lớn mà xong thui như nào thế đấy ở trong ngày muốn cái lốp cái từ quạt ở hỏi quạt pre thui cái chả tài lắm vậy hả bà chẳng bây quạt tóc pra tới bạch trai buồn sầm rạp quạt chẳng nhiều mà đào xa dương son mình ruồi son mình óc ban cho dương do bị thi bạch trai buồn nít thôi chỉ cam bị thi bón hai thằng bạc ca sẵn nặng cắt từ nhu đâm bê tê và đá đăng lư thả con từ tua score thà chỉ bẹt con mai con ở đây là thôi bạch trai buồn to quạt với nhai từ tua score thà dương chỉ bẹt bạch trai buồn mai ban dương thôi bón bạch trai buồn chun con chẳng dương thăm bánh chỉ bẹt ta bầm nol từ nia kia đây là cứ rọt tới chỉ bẹt bầm nol mai ở bạch trai buồn đài bà chẳng bán dương tới son bầm nol quát cái hai ta son bầm nol chặt anh nhưng mà cái này son bầm nol chặt hà lấy thôi bạch trai buồn chun con lấy đó là buồn về ăn pếch rót tầm muối đấy rót tầm muối ba nè muối đang xong xua nhôm che lôi ở trong cầm yên cầm khai khné anh chặt tộc thà đôi tờ côn trâu dân đây chăng mơ tăng bị cào buồn mai mà tôi phần này tao mai ngụt tật oiประมาณ đòn mà nè đòn cài lôi ประมาณ đòn mà nè hỏi đòn cái lại nà khla xong chơi ประมาณ đón ประมาณ đón sọt tới ประมาณ ấp đăng cái trơn cái đòn cài cái lại nà khla cái nào cũng cái đo đấy cái score đó cái khơi nhau hỏi linh nhá cái score đó cái đo càng hỏi bà chồng thực bật băng cái khơi tăng cái tủ cho hỏi bà đôi này hỏi mày ngụt tức ai mình đăng ประมาณ đong tới ngày class mà ngày pi bay đong hơi đọc cướp cái lại từng cho ông mà thà rọp còn ngụt tức đo càng là dương sẽ rọp tứ mà năm pi năm bay năm tầm rọp dương chạy ngụt luôn anh ông mà cho thà sẽ rọp tới bàn pi pon đong cho dương với ngụt tức đo càng lại mai bàn pi pon đong xong ai khi hỏi như này toàn là du bàn smile bà chẳng bán chỉ cam bị thi bọnนี้chỉ bẹt con à rương nắng bán cái lớp bóc mũi do cam bị thi soi tức mày ở chỉ cô nhiều mấy cái đó đào xa dương cất tầng ngút tức mà mốc dương xong mình ruồi phong bán chỉ bọn chìm ran phải chôn cái đặt bóc nòm mày ở từ soi tức bóc nâng tầm nàng thàn sủa nòm mày ở lang bóc nâng miền này ta hai con lang thàn sủa chắc tất cả chuyện lê con miền này thà con bán thêm từ chuyện từ chung mà dùng về cha bị bên này từ đòi xa cô nè thà xa liên đòi sbu có âu miền này thanh liên chừng rèm bự ba lần cha đại dương không rosin chăm côn máu mẹ ở class vương bự ba lúa đô bằng rót bằng rác sắt thiên từng rua vương bự ba rosi kênh kê bà lâm kê lật không quay bắt đốc cùi cặp bông và tông và lực nền chinh của họ kê phút kê bao kê mặt kê do lôi mình chăm côn cành quạt ba kê liên chừng rèm bự ba và nó liên mà ngày bò là nghĩ đặt ba bây có đặt cài đó đặt cài đó ba còn đặt ở trong thương mà đặt ba bán con trái kê trái sông khăm à tô cha cái non sông khăm à tô hạt má phật tới trong xua nhôm tay cha sọc nắng thưa bon chầm lên bạch chân chẳng cái non con trái ở sông khăm à tô ấy đấy anh gì cái mà cha lư cái non đấy ồ bữa cha non con trái sông khăm à tô trong mắt tờ mong trâu tờ mong nhôm trâu nè trâu men ten anh đang ngắt bẹt đôn bon chầm lên bạch chân trâu nè anh má bữa thôi bon của cho rồi cha trong đáy trong bàn là cha và phép nóng á ốp mà tha bờ tham ma thôi bon chụp đơn và chôn ao dây khmei ấy á nó rồi tham ma rồi cha nông đây thế tham ma ăn miên mai khmei dây khmei ăn toàn miên đấy còn bọn ốp mà đấy ốp mà tha bờ tham ma thôi bon chụp đơn chôn ao mà tài khmei ao dây khmei rồi cha phép nông đây pro kịch đặt nom ao chết xong khama tu hay mấy ban chạy xong khama tu sầm khăn nè nhôm sầm khăn nè chụp bẹt con là kêu sena kêu bay kêu tật nôm chấm này chụp bẹt xong mình rút dương nó bom mơ mình khơi tiền nó chụp bẹt ai kia tiền ô mày ở đây dây chê tha dương thường một cái nhớ đã quạt toàn xong tôi quạt cầm bia cả chịt rồi một cái nhớ nó nhôm một
អាក្រក់ណាធ្វើមកកញ្ញើដាក់ម៉ែឪអត់បានទេកើតបំសបកគេស្អាតទាំងអស់កញ្ញើតែឯងមួយហើយតាំងសបកលេកន្លះអាទិសនៅក្រោយផ្ទះនៅតែមិនស្អាតទៅទៀតអាផលិតផលគេលក់អាណាថាបកែអញទិញយកមកបើនៅតែមិនស្អាតល្អតែមិនដឹងស្អីទេម៉ែបកើតបងមកស្អាតបកើតឯងមកមុខអាក្រក់អើធ្វើមិនឯងកម្មពៀសម្លក់សម្លឹងធ្វើមកកញ្ញើដាក់ម៉ែហើយអត់បានសុំទោសគាត់ជាប់អញ្ចឹងអ្នកខ្លះទៀតម៉ែឪស្ដីនិយាយបដៅទៅខំម៉ែសម្លក់ឲ្យថ្មដាក់ម៉ែតាំងពីក្មេងមកនោះហើយអត់តាន់សុំទោសគាត់ហើយដល់អត់តាន់សុំទោសគាត់មានអីកើតមកអាភ្នែកវានៅជាប់តែសម្លក់ហ្នឹងវាមកជាហៀងនៅឡើងខ្លែអញ្ចឹងណាញោមយើងកើតមកជាប់អញ្ចឹងមកសបកគេភ្នែកត្រង់ទៅឯងកើតមកភ្នែកវាតែម្នាក់ឯងដើរទៅលិចមើលទៅត្បូងដើរទៅកើតមើលទៅជើងបាញ់មាត់ងាប់ទាដកដើមទ្រពងាប់កូនម្ទេសអង្គុយតាមអង្គុយតុកជាមួយគេឃើញសម្លឹងមីដល់ស៊ីកាទៀវឆ្លងតាមខ្នល់បោចដៃហៅអាធប់ភ្នែកមើលមកទៅតែពីអ្នកឲ្យឈប់សួរទៅគេអាចហៅគេហៅឯងគេហៅខ្ញុំគេមិនដឹងហៅពីណាទេឃើញមើលមកខ្ញុំតែណាទេគេបោកដៃមកខ្ញុំតែមិនដឹងហៅពីណាទេអញ្ចឹងហើយអាមិនបានជាវាអញ្ចឹងថានឹងកម្មពៀសម្លក់សម្លឹងម៉ែឪពីមុនមកយើងអត់តន់សុំទោសម៉ែឪស្ដីនិយាយទៅធ្វើមុខកញ៉េកញើកវិញក្បាលទៅកើតមកមុខដូចក្តាមអញ្ចឹងទៅហើយលើសពីនឹងទៅទៀតមានម៉ែឪខ្លះចេះប៉ុន្តែញោមញាតិស្រុកនេះគ្រាន់តែដោយសារគេអត់ប្រើឲ្យមើលកូនដោយអ្នកខាងស្រុកអាត្មាណាញោមណានៅខាងស្រុកអាត្មាគេប្រើនិយាយឲ្យមើលចៅទៀតហើយនៅខាងញោមនេះអត់មានពីណាយកកូនមកផ្ញើអីទេណាញោមណាអត់មានពីណាឲ្យមើលចៅអីទេមានដែរមានដែរដូចតែគ្នាទេអញ្ចឹងបើចង់កាន់ Vivo ទេណាបើយើងនិយាយមិញរត់ត្រឹមតែខ្លួនយើងជពាក់មកកណោសមិនទាន់រួចផងឥឡូវថែមដល់ចៅទៀតបើអញ្ចឹងឡើងនឹងការជពាក់ខ្លួនយើងត្រឹមតែរាប់តៅទេឥឡូវថែមដល់ចៅវាឡើងរាប់ថាំងណាអញ្ចឹងបំណុលយើងកាន់តែទ្វេហើយអូបើយកកូនយកចៅមកផ្ញើម៉ែទៀតត្រូវតែសុំទោសគាត់ជាចាំបាច់ពីព្រោះអញ្ចេះរឿងថាសុំទោសហ្នឹងវាត្រូវតែសុំហើយញោមពីព្រោះយើងរស់នៅក្នុងសង្គមនេះត្រូវតែពឹងពាក់គ្នាអញ្ចឹងបានអាចារ្យអាត្មានឹកឃើញញោមញាតិប្រហែលធ្លាប់ឮអាត្មានឹកឃើញអាចារ្យនៅកំពង់ឆ្នាំងសួរអាត្មាណាទេសនាខ្វល់អញ្ចឹងអាចារ្យនោះមកសួរទីគុណកណាសួរមកសួរអាត្មាឃើញអាចារ្យបល័យជើងចាំងមកហ៊ានឆ្លោយជាមួយគេទេឯងក្មេងគេចាបល័យអាត្មាមិនចេះទេញោមហេឃើញទីគុណដូចវោហាកណាសួរតែមកសួរទេអេមិនមានទេញោមខ្ញុំសួរថាម៉េចមើលទីគុណឆ្លោយជាមួយកណាមន់នៃមនុស្សខុសគ្នាមិនអាត្មាថាមន់មានចំពោះមនុស្សមានមាត់មន់មានខ្នាយមនុស្សមានដៃមានជើងខុសគ្នាចឹងហ្នឹងមាត់មានស្លាបមនុស្សមានដៃអាចារ្យថាបេកូនឆ្លើយត្រូវបើខ្ញុំកណាមិនយកអាត្មាថាអញ្ចឹងអាត្មាក៏មិនចេះដែរចេះតែប៉ុណ្ណឹងញោមមិនដែលជល់មាន់ផងចាឯងថាជល់មាន់យ៉ាងចេះច្រើនអញ្ចឹងអាចារ្យឯងឆ្លើយមើលអាចារ្យថាបេកូនឆ្លើយត្រូវហើយប៉ុន្តែកណាចង់លេងបញ្ញាជាមួយបេកូននេះដេគុណឆ្លើយត្រូវហើយបើខ្ញុំកណាមិនចង់បានចម្លើយដែលខ្ញុំកណាចង់បានថាអញ្ចេះដេគុណណាមន់នៃមនុស្សវាខុសគ្នាត្រង់ថាមន់វាពិបាកសនុកយ៉ាងណាហើយក៏វាមិនដែលយកកូនទៅផ្ញើយាយវាដែររីឯមនុស្សយើងវាឈ្នះមន់ឲ្យតែពិបាកយកកូនទៅដាក់ផ្ទះយាយឲ្យអស់ហ្នឹងស្រួលអញ្ចឹងយើងឈ្នះមន់ត្រង់ទៅហ្នឹងអាត្មាថាអញ្ចឹងអាត្មាចាញ់អាចារ្យឯងអាត្មាមិនដែលគិតដល់រឿងហ្នឹងទេអាត្មាមិនដែលគិតដល់សោះព្រោះអាត្មាវាមិនដែលមានកូនអញ្ចឹងអាត្មាគិតមិនដល់ទេសូមចាញ់អាចារ្យអញ្ចឹងវប់ចាញ់អាចារ្យដាក់មកសនួកខ្មាស់អាចារ្យប៉ុន្តែអាត្មាតវិញថាអញ្ចេះយើងធ្វើអញ្ចឹងក៏បានដែរក៏ប៉ុន្តែយើងគិតមើលណារស់នៅក្នុងសង្គមយើងនេះណាបើម៉ែឪមិនជួយកូនវាពិបាកវាមិនសុខទេវាត្រូវតែជួយគ្នាទៅវិញទៅមកទូនីតិមនុស្សទេអាចារ្យស្រូវទុំក្រហមកញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែនរណាអ្នកជ្រៅហើយបើមិនទៅជ្រៅទេមិនខូចស្រូវហ្នឹងចង់ចូលរោងចក្រចង់បានលុយកាក់បើកូនថ្ងៃនឹងដៃបានពីណាទៅធ្វើការហើយតែអត់បានទៅធ្វើការអត់មានលុយបានលុយឯណាថ្លៃទឹកថ្លៃភ្លើងថ្លៃម្ហូបថ្លៃអីអត់ទាំងយាយអត់ទាំងតាអត់បានទៅវត្តដល់គ្នាហ្នឹងបើអញ្ចឹងតោះតែជួយគ្នាទៅវិញទៅមកជារឿងធម្មតាអញ្ចឹងជួយគ្នាទៅវិញទៅមកជារឿងធម្មតាក៏ប៉ុន្តែបើសិនជាម៉ែនឹងពុកនឹងឪនឹងស្ម័គ្រចិត្តមកជួយមើលយើងដោយយើងមិនប្រើគាត់ទេយើងអត់មានទោសព្រោះគាត់អ្នកស្ម័គ្រចិត្តខ្លួនឯងក៏ប៉ុន្តែបើគាត់មិនចង់ទេយើងទៅបខំគាត់អានឹងជាពាក់មកជាន់ទៀតដែរគាត់មិនចង់អាម៉េចកំពុងលូអញនឹងក៏អស់អាលីងទឹកក៏អស់គ្មានឃើញកូនណាមកសោះអាងឲ្យដងទឹកឲ្យបន្តិចហើយអត់ស្រួលខ្លួនសោះតាំងពីឈឺមកអត់ស្រួលខ្លួនរហូតប្រហែលថ្ងៃដែរមានអាក្រឲ្យជ្រាបអត់លុយទៅទៀតចាស់ហើយអាយុកាន់តែច្រើនអត់ឃើញកូនណាមកសោះអាងឲ្យកោះខ្យល់ឲ្យបន្តិចចាប់សរសៃឲ្យបន្តិចអាទឹកក៏អស់អង្គក៏អស់ស្រាប់តែឃើញលឹមមកអូកូនមកប្រហែលជាកោះខ្យល់ឲ្យអញម្ដងទឹកឲ្យអញយ៉ាងស្រាប់តែម៉ែដឹកមកដល់ឡាពីម៉ែអើយផ្ញើចៅផងអូនទៅលេងជាមួយយាយល្ងាចម៉ែមកយកវិញចប់បាត់ហើយអញស្មានគេម្ដងទឹកមកកោះខ្យល់ឲ្យអញឥឡូវគេទៅបាត់ជូន2000ម៉ែជូន2000ទៅបាត់ទៅតែផុតបន្តិចអាការ៉េមកៃនោះមកឃើញក្មេងអត់ព្រមទៅណានៅតែនឹងកលឹងចុះកលឹងឡើងអស់1000បាតមកសន្ធុននំឯណានោះមកទៀតណាអស់1000នឹងប្រហើយទៀតបាត់ហ่ะ
ដូច្នេះយាយនេះកំពុងតែយ៉ាប់មិនចង់មើលកូនហើយយកកូនទៅប្រើមួយទៀតញោមហើយមិនតែប៉ុណ្ណឹងឯងស្រួមល្ងាចមកវិញគេឌឺដងទៀតគេបន្ទោសកូនណាអ្នកខ្លះណាកូននៅជាមួយម៉ែឪអញ្ចឹងគេថាឲ្យកូនគេគេមិនថាឲ្យម៉ែគេថាឲ្យកូនគេគេថាមិនហែងនេះខ្ជិលណាស់ហែងនេះនៅផ្ទះអត់ដាំបាយទេហែងនេះមើលទឹកពីងក៏អត់មានបាយក៏មិនដាំដែរហែងនេះខ្ជិលណាស់អត់ព្រមដាំបាយទេម៉ែនឹងថាកូនប៉ុណ្ណឹងវាចេះដាំឲ្យវាថាឲ្យអញហ្មងនឹងថាឲ្យបណ្ណាថាឲ្យអញហ្មងក្មេងប៉ុណ្ណឹងវាចេះដាំបាយអីវាអញបានដាំបាយឲ្យគេជួនកាលទៀតគេថាឲ្យកូនគេងាប់ហើយមើលខ្លួនដូចប្រែតអត់ចេះមុតទឹកមុតអីទេអើយឯងនេះនៅផ្ទះអត់ព្រមមុតទឹកទេមើលខ្លួនដូចប្រែតម៉ែនឹកថាអញអត់បានមុតទឹកឲ្យកូនគេគេថាឲ្យកូនគេដូចប្រែតអត់ចេះមុតទឹកក្មេងចេះមុតទឹកឲ្យវាថាឲ្យអញនឹងហ្មងបើអញ្ចឹងឯងជួនកាលទៅគាត់មិនសប្បាយទេដល់មើលកូនឲ្យគេវល់ល្ងាចហើយល្ងាចឡើងមកអត់សប្បាយចិត្តទៀតគេឌឺគេដងអញ្ចឹងណាបើសិនជាដល់លក្ខណៈនោះទៀតជាពាក់កាន់តែខ្លាំងហើយបើអញ្ចឹងវាជ្រុលលើជាពាក់អញ្ចឹងក៏ជាពាក់ទៅចុះប៉ុន្តែត្រូវរើសពេលរើសវេលាធ្វើបន់ដូចគេអញ្ចឹងថ្ងៃណាមួយតនម៉ែឪនៅរស់ធ្វើបន់អញ្ចឹងសុំខមាទោសគាត់ទៅគាត់អត់ទោសឲ្យយើងអាការធ្វើមុខកញ្ញើដាក់គាត់អាការសម្លក់គាត់អាការប្រើគាត់កប៉ិចកប៉ុកអីសពបែបយ៉ាងហ្នឹងមានកម្មមានពៀអីហ្នឹងលើសលួសសម្ដីកាយវិការអីហ្នឹងយើងសុំខមាទោសគាត់ដោយអាចារ្យនាំសុំទោសទៅគាត់អត់ទោសឲ្យយើងអាហ្នឹងយើងរួចកម្មពីហើយណាញោមណាហើយបើសិនជាគាត់នឹងជូនពរយើងទៀតអើយកូនហើយជូនពរកូនរស់ស៊ីមានបានសុខសាន្តសប្បាយអូយតែមកប៉ុណ្ណេះញោមគ្រួសារហ្នឹងសុខសប្បាយណាស់ព្រោះពរចេញពីពាក្យព្រះអត់មានដាក់លក់ទេញោមទៅរត់ទិញទៅផ្សារចាស់ផ្សារថ្មីអូអាស័យអូឡាំពេជ្រខ្ទេចទាំងផ្សារអេនអនគ្មានដាក់លក់ទេពើហ្នឹងនោះឲ្យកូនអើយរស់ស៊ីមានបានប៉ុណ្ណឹងគ្រួសារហ្នឹងរស់ស៊ីមានបានតែមិនត្រឹមតែគាត់អត់ទោសឲ្យយើងទេគាត់ជូនពរឲ្យយើងរស់ស៊ីមានបានទៀតណែវាអស់ចាណាធ្វើប៉ុនហ្នឹងប៉ុន្តែនិយាយខ្លះគាត់រំភើបខ្លាំងញោមមិនឲ្យពរកូនកាលនេះទឹកភ្នែកមកទាំងផ្ទាំងហ្មងអាត្មាធ្លាប់ជួបហើយអាចារ្យហុចមីក្រូមើលជូនពរកូនតិចមើលកូនខ្លះគេជូនលុយខ្លះគេជូនខោអាវគេថ្វាយអង្គមឲ្យព្រមព្រៀនមកម៉ែនោះជូនពរកូនរស់ស៊ីមានបានចេញចាញ់ហុចមកហើយអញ្ចឹងអាត្មាឈួលគេដែរមើលទៅកំសត់គេដែរខំជូតទឹកភ្នែកធ្វើអញញ៉ាំក៏មកគេថាឯងយំខ្លាចខ្មាស់គេមាននិយាយមួយនោះគាត់អង្គុយឃើញអញ្ចឹងគាត់អង្គុយយំសំណោះខ្លួនគេដែរអាត្មាសួរគាត់ហើយញ៉ាំមិនមែនបងប្អូនផងនិយាយយំអីគេដែរគាត់ថាវាយំសំណោះកូនគេធ្វើឲ្យម៉ែគេអញ្ចឹងរំភើបកូនយ៉ាងវិញមិនដែលធ្វើអញ្ចឹងឲ្យសោះសួរឯងងាប់ទៅចោលកូនបាត់អស់ហើយកូនមិនដែលធ្វើឲ្យតាំងពីកើតមកទល់ប៉ុណ្ណេះមិនដែលឃើញកូនខ្ញុំធ្វើឲ្យខ្ញុំអញ្ចឹងសោះនឹងថ្ងៃណាបានកូនខ្ញុំគេភ្ញាក់រលឹកធ្វើអញ្ចឹងឲ្យម្ដងមកអូណាស់ណាអញ្ចឹងបានគេថាអាពិធីស្រោចទឹកសុំខមាទោសម៉ែឪនេះអានឹងឲ្យវាពិសេសពិសាណាស់លើកតម្កើងជីវិតគាត់រំភើបគេកើតម្ដងទៀតអញ្ចឹងបានគេថាតំណឹងជីវិតមហកិច្ចជីវិតមហកម្មនៅត្រង់ដាក់បោះស្បុកស្រោចទឹកជូនគាត់និងសុំខមាទោសគាត់និមន្តប្រសងមកចម្រើនព្រះបរិត្តឲ្យធាត់សម្ដែងធម៌ព្រមទាំងឲ្យសមាទានសិលតនេះគេហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មគឺគាត់មានកម្មពៀជាមួយខ្មោចព្រាយអមនុស្សណាគេដូរចិត្តដែរគេលែងយកគាត់គេទុកគាត់ឲ្យរស់តទៀតពីព្រោះគាត់ខ្លាចជាកូនចៅព្រះហើយដល់ទៅនិមន្តប្រសងរាប់បាតស្អែកឡើងរាប់បាតប្រសងប្រគិនទៅយាទានជូនបាយទឹកយាយតាហូបឲ្យគេរស់ឲ្យជីវិតគេរស់បានបន់មកយើងម្ចាស់ទានជីវិតយើងរស់តនឹងគេហៅថាអនុបទានកិច្ចអនុបទានកម្មអញ្ចឹងចម្រើនបជនប្រកបដោយធម៌3ហ្នឹងជីវិតមហកិច្ចជីវិតមហកម្មហ្នឹងមួយនៅត្រង់ស្រោចទឹកជូនគាត់អាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មនៅត្រង់និមន្តប្រសងចម្រើនព្រះបរិត្តអនុបទានកិច្ចអនុបទានកម្មនៅត្រង់ឲ្យគាត់រាប់បាតប្រសងព្រមទាំងជូនចង្ហាន់យាយតាឲ្យបរិភោគតែនេះឲ្យចម្រើនបជនជូនម៉ែឪញោមណាហើយឆាកមហាបាំងស្គលទៀតញោមឲ្យបានបនបានអានិសង្សខ្លាំងណាស់ពីព្រោះថាបននេះកម្រមានអ្នកណាធ្វើលើកលែងតែស្រុកខាងនេះទេញោមបើនៅខាងស្រុកលេងគេអត់សូវធ្វើទេឆាកមហាបាំងស្គលហើយស្រុកខ្លះទេគេធ្វើរហូតដល់ជីវទានច័ន្ទសុគរីសោតអីចឹងម៉ែឪសំណាងហើយបានកូនធ្វើឆាកមហាបាំងស្គលកូនអ្នកធ្វើឆាកមហាបាំងស្គលជូនម៉ែឪក៏បានអាយុវែងសុខភាពល្អលាកម្មលាពីហើយគាត់នឹងបានកើតជាមនុស្សទេវតាឯកូនវិញនោះមហត្តនោមហាតេជោមហាបញ្ញាមហាភោគូកូននឹងមានទ្រព្យសម្បត្តិច្រើនមានដេកជះច្រើនមានមហត្តរិទ្ធច្រើនមានបញ្ញាច្រើនរកទទួលទានមានបានទេវតាតាមថែអាសាស្រឡាញ់ដោយសារយើងបានធ្វើបន់ឆាកមហាបាំងស្គលជូនដល់ឪពុកម្ដាយហើយដាពឹស្ដាអូដាពឹស្ដាញោមឲ្យប្រពុតជាមេសាសនាព្រះអង្គចងសងគុណប្រមេត្តាប្របីដាព្រះអង្គដែរព្រះអង្គធ្វើម៉េចព្រះអង្គត្រូវសងគុណបើយកបាយយកទឹកយកលុយយកកាក់ទៅសងវាបានឆ្ងាញ់មាត់តែមិនតិចដល់ស្លាប់ទៅអាចទៅនរកទៅប្រែតបើដូច្នេះព្រះអង្គត្រូវទៅសម្ដែងធម៌វិញឲ្យញ៉ាំងមេត្តាបៃតានឹងឲ្យមានសទ្ធាសិលៈចក្ខៈបញ្ញាព្រះអង្គត្រូវទៅសម្ដែងធម៌ញោមមកភាសាទី7ព្រះអង្គទៅសម្ដែងធម៌ប្រោសប្រមេត្តាដើម្បីសងគុណហើយសម្ដែងធម៌អីយកវិន័យទៅសម្ដែងក៏មិនសមយកប្រសោតទៅសម្ដែងក៏មិនសមព្រះអង្គដាក់អភិធម្មសម្ដែងដល់សម្ដែងអភិធម្មទៅសងគុណប្រមេត្តាបានស្ដាប់អភិធម្មនោះអ្នកណាឈានជើងមកស្ដាប់អភិធម្មនោះតែមួយជំហានក៏បានបនបានអនដែរអញ្ចឹងយើងទាំងអស់គ្នាហ្នឹងអភិធម្ម7កពីហ្នឹងហើយដែលហៅថាពឹស្ដាអញ្ចឹងនិមន្តប្រសងសោតពឹស្ដាពីព្រោះអី ប្រពុត
លោកសងគុណប្រមេតាព្រះអង្គទៅសម្ដែងអភិធម្ម7កម្ពីឲ្យប្រមេតាស្ដាប់ដល់តែយើងចង់សងគុណម្ដាយយើងត្រូវសម្ដែងអភិធម្មនឹងឲ្យម្ដាយស្ដាប់ដែរដល់តែយើងអត់ចេះសម្ដែងបានយើងទៅនិមន្តព្រះសង្ឃលោកសូត្រអភិធម្ម7កម្ពីនឹងឲ្យម៉ែឪយើងស្ដាប់អញ្ចឹងយើងស្ដាប់ទៅបានបនហើយណាញោមណាយល់លំនាំតាមព្រះហើយគេចង់សងគុណម៉ែគេចង់សម្ដែងអភិធម្ម7កម្ពីនឹងដល់តែគេមិនចេះបានគេនិមន្តព្រះសង្ឃយកមកលោកសម្ដែងលោកសូត្រអភិធម្ម7កម្ពីនឹងអភិធម្ម7កម្ពីនឹងឲ្យម៉ែឪស្ដាប់អភិធម្ម7កម្ពីនឹងហើយដែលគេហៅថាពឹកស្ដានោះណាញោមអញ្ចឹងស្ដាប់ទៅបានបនអានិសង្ឃណាអ្នកណាដើរដំណើរឈានជើងពីផ្ទះមកជំហានបានបនម៉ាណនណោះជីកង់វិលមកជុំបនម៉ាណនឡានវិលមកជុំបនម៉ាណនទេវតាហោះអង្គុញជើងទៅមកអង្គុញនឹងបនម៉ាណនហើយសូម្បីតែសត្វបជាវណាបជាវទាំង500កំពុងតែស្រែកជ្រាវជ្រៅលោកកំពុងតែសូត្រអភិធម្មស្វាត់ជ័យពីអភិធម្មបជាវមេគេខាត់ថាណែអ្នកទាំងអស់គ្នានៅឲ្យស្ងៀមស្ដាប់លោកសូត្រអភិធម្មនឹងបានបនច្រើនបជាវនោះវាគោរពដឹងតែធម៌វាមិនដឹងព្រះថាម៉េចចេះតែគោរពទៅបជាវទាំង500ស្លាប់ពីបជាវទៅកើតក្នុងឋានសួគ៌ទាំងអស់ចុះពីឋានសួគ៌មកវិញមកកើតជាមនុស្សសម័យព្រះបានបួសទាំងអស់គ្នាបជាវមេគេគឺព្រះសារីបុត្រហើយព្រះអង្គទៅសម្ដែងធម៌ប្រោសប្រមេតាចុះត្រឡប់មកវិញយកធម៌ហ្នឹងមកសម្ដែងប្រាប់សារីបុត្រពង្រៀនដល់សិស្សទាំង500ឥឡូវនៅពៀនអស់ហើយលេងយើងមើលกันដែរអញ្ចឹងសូម្បីតែសត្វបជាក៏ស្ដាប់បានបនដែរអញ្ចឹងបើលោកសូត្រអភិធម្ម7កម្ពីហ្នឹងយើងស្ដាប់ទៅបានបនបានអានិសង្ឃច្រើនណាស់អញ្ចឹងបានយើងសងគុណតាមលំនាំពុទ្ធដែរព្រះអង្គសងគុណដោយអភិធម្ម7កម្ពីបានក្នុងសងគុណម៉ែឪយើងត្រូវសូត្រអភិធម្ម7កម្ពីហើយចុះមិនក៏ចាំបាច់មានរាប់បាតឬក៏ប្រគិនចង្ហាន់ប្រសងទៀតតណេះពុទ្ធទៅសងគុណប្របីតាទៅដល់ព្រះអង្គទៅបិណ្ឌបាតដល់ទៅបិណ្ឌបាតប្របីតានោះខ្ញាល់ល្មមយីឯងជាស្ដេចឲ្យកូនដល់សុំទានគេធ្វើអញ្ចឹងទម្លាក់កតញ្ញូណាធ្វើមើលតែឪពុកជាស្ដេចនឹងចាំកូនមួយមិនរស់ឲ្យកូនដល់សុំទានគេបានពុទ្ធលោកខាត់ថាមិនមែនទម្លាក់កតញ្ញូមហារាជទេការបិណ្ឌបាតជាប្រពៃណីពុទ្ធពីបុរាណជាប្រពៃណីអ្នកបួសប្រជាជនរវល់ធ្វើស្រែចម្ការរវល់ធ្វើការងារអត់បានមានពេលវេលាធ្វើបន់ទេបើឡោះហើយគ្នាចាំធ្វើបន់ធំមានពិធីណាមួយគ្នាអត់ទាន់មានជួនកាលស្លាប់ទៅជួនកាលអត់មានលុយកាក់អញ្ចឹងបើសិនជាយើងទៅបិណ្ឌបាតគ្នានឹងបានដាក់បាតលោកម្ដងទៅបានបន់កុសលខ្លះទៅជូនម៉ែឪគ្នាដូនតាគ្នាដែរហើយម្យ៉ាងក៏គ្នាសុំបន់បដាដែរកុំចាំតែថ្ងៃបន់ធំគេលោវាស្លាប់មុនថ្ងៃបន់ហ្នឹងទៅណាញោមណាអញ្ចឹងសុំបដាសុទ្ធោតនៈយល់ពីសេចក្តីនោះដឹងដាក់បាតគេដែរបាទជាលោកថាបត្តបុរាណភិវេអ្នកមេត្តាបេតាប្រមញ្ចរេអ្នកដាក់បាតហ្នឹងក៏រមែងឧទ្ទិសជូនមេត្តាបេតាហ្នឹងកុំឲ្យកើតក្នុងទីដថោកទៀតរមែងបានទីខ្ពង់ខ្ពស់ដោយសារចង្ហាន់ដែលគេដាក់បាតហ្នឹងដែរអញ្ចឹងសទ្ធោតនៈដាក់បាតអញ្ចឹងព្រះអង្គញ៉ាំងសទ្ធោតនៈហ្នឹងឲ្យចេះចាក់កៈឲ្យចេះមានសទ្ធាមានសីលៈមានចាក់កៈមានបញ្ញាព្រះអង្គក៏សម្ដែងធម៌ឲ្យស្ដាប់ដែរញោមមើលក៏ដែរអញ្ចឹងឲ្យបានជាកម្មវិធីបុណ្យយើងគ្រប់ទិសទីកន្លែងទាំងអស់ដូចញោមថាស្អែកម៉ោង9ព្រឹកនិមន្តព្រះសង្ឃរាប់បាតណាដូចគ្នាចឹងដែរយើងមានរាប់បាតដើម្បីឲ្យម៉ែឪបានដាក់បាតលះបង់ផងដើម្បីឲ្យបានស្ដាប់ធម៌ផងអញ្ចឹងយល់លំនាំតាមព្រះអង្គការទៅសងគុណបបីតាក៏ញ៉ាំងបបីតាឲ្យរាប់បាតចឹងដែរណាញោមណាអញ្ចឹងកូនចៅធ្វើនេះត្រឹមត្រូវហើយសពគ្រប់តាមកម្មវិធីហើយអាត្មាសំដែងហ្នឹងក៏សមគួរគ្រប់តាមកម្មវិធីប៉ុនញោមដែរប៉ុន្តែគ្រប់ដោយសង្ខេបពេលញោមហើយបើលើករឿងរ៉ាវជាផុសតាមជាទឹកតាំងមកទៀតទៅពេលវេលាវាកាន់តែវែងបើដូច្នេះហើយសមគួរតាមពេលវេលាប៉ុណ្ណាត្រេកអរណាស់ដែលញោមបានធ្វើប៉ុនអញ្ចឹងប៉ុន្តែសូមកុំភ្លេចណាញោមណាបើញោមណាធ្លាប់ប្រើម៉ែប្រើឪដូចគេដូចឯងដែរតន់ម៉ែឪនៅរស់រឿងពេលវេលាហើយទៅធ្វើដូចគេអញ្ចឹងទៅបើមិនបានធំដុំទេតូចតាចទៅយ៉ាងហោចណាស់ក៏នាំគ្នាជូនបាយទឹកសុំខមាទោសគាត់ដែរកុំឲ្យអត់តន់សុំទោសគាត់តែគាត់ស្លាប់បាត់ទៅអត់បានសុំទោសប្រយ័ត្នតែកើតមកមុខវិញវោចអាត្មាមិនដឹងទេណាញោមអញ្ចឹងបើធ្លាប់ជាពាក់គុណម៉ែទេសងគាត់ឲ្យហើយតន់គាត់នៅរស់រឿងពេលវេលាទៅឥឡូវកូនចៅគេនេះគេរើសត្រូវហើយអញ្ចឹងឲ្យសុំឲ្យទេវតាថែអាសាចំណាំចាំទុកញោមទាំងអស់គ្នានេះឲ្យទេវតាជួយថតរូបនេះផ្ញើទៅប្រអិននៅស្គាល់ផងថាកូនចៅព្រះហើយចាត់ចែងឲ្យទេវតាតាមថែអាសាការពារគ្រប់កន្លែងធ្វើដំណើរផ្លូវទឹកផ្លូវគោកផ្លូវអាកាសផ្លូវជលធាសត្រូវគ្រាប់ខ្លាចចាញ់រិទ្ធីមូលមីជាមិត្តស្និទ្ធស្នេហាសុំតន់ព្រះអរិយមេត្រីថ្លៃរបស់រិស័តឃើញច្បាស់នឹងធម៌ពិតសុំដោយចិត្តប្រាថ្នាធ្វើដំណើរទីចិត្តទីឆ្ងាយកុំឲ្យមានឧបសគ្គគ្រោះថ្នាក់កលាប់ភ្លូកធ្វើដំណើរតាមទឹកតាមទូកកុំឲ្យលងកុំឲ្យលិចធ្វើដំណើរទៅបារាំងអាមេរិកកុំឲ្យធ្លាក់យន្តហោះទៅណាមកណាឲ្យគេស្រឡាញ់គេចូលចិត្តគេអាណិតគេអសូរគេលើកគេតម្កើងគេតម្លើងយកគេតម្លើងស័កឲ្យជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះតទៅហើយជាពិសេសកុំឲ្យមានគេចំណែននិន្ទាឈ្នានីគំនុំគុំគួនព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាដុតពលរុលពុតចាក់ដោតចោតប្រកួតប្រកាន់មូលប្រកាច់មើងងាយចំអកលក់លុយឌឺដងឌៀមដាំផ្ទឹងផ្ទាល់ខ្សាំងខ្ចាល់ហើយរីឯមេត្តាបីដាដូនតាម៉ាកងចិត្តចែសោហេទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទូជាទូតាលេលេដែលបាក់បែកចែកឋានទៅលោកខាងមុខនោះក៏សូមឲ្យលោកមកទទួលកសលផលបនសោសម្បត្តិទៅតាមប្រាថ្នាទាំងដូនតារបស់ម្ចាស់បនក្តីទាំងដូនតាមេត្តាបីដាដូនតារបស់ភ្ញៀវកិត្តិយសនឹងក្តីយើងឧទ្ទិសដល់ម៉ែឪដូនតាយើងបានគ្រប់គ្នាដែរសូមឲ្យគាត់ទទួលអនុមោទនាបុណ្យនឹងគ្រប់គ្នាណាញោមសូមទេវតាអនុមោទនាបុណ្យយកខ្លួនព្រះអង្គផងហើយសូមទេវតាជួយនាំដំណឹងទៅប្រាប់ដល់បុព្វការីជនផងសូមទេវតាជួយថែអាសាការពារញោមទាំងអស់គ្នាផងដែរទាំងអ្នកជួយតបជួយ